ខតមួយសិនបាទជំរាបសួរម្ដងទៀតអញ្ចឹងចារំលឹកមេជំរាបរៀនសួររំលឹកមេរៀនបន្តិចអ៊ំចនាមុនគេមកដល់រំលឹកមកចាចង់សួរសំណួរមួយបានទេអូនបាទសំណួរសំណួរបអញ្ចឹោះងអ៊ំឈាមសុំថ្ងៃឲ្យបងចា លេខជំរាប117អូនធា100បាទ117ចាសំណួរថាបាទមិនដែរតើពួកធរជាអព្យាកតៈបានដល់ចិត្តប៉ុន្មានដួងដែលអាចអាស្រ័យហត្ថកវត្ថុដោយសង្ខេបធរជាអព្យាកតៈនៅនៅធម្មសង្កណីហ៎បងអីយើងរៀនតាន់ដល់នេះសិនចាំអានឹងធម្មសង្កណីតា អូ យើងរៀនទៅចឹងបាត់អ ដល់ ត់ ផុចេះង បងបាទ ចា បាយតាន់គិត ខ្ញុំក៏អត់ចេះដែរ មកចោលតន់ចិត្តអីចឹងមិនបាច់ក៏បានទេអូនមិនបាច់ទេ ជ្រៅតានឹងជ្រៅ បើអត់តន់ ចា រៀន ខ្ញុំជឿក្បាលហើយខ្ញុំគិតអានឹង អញ្ចឹង ចង់គិត សួរបងវិញពាក្យថាអព្យាកតៈធរយល់នៅដូចដែល អ ហៅ ព្យា ថា ក អព្យា តៈ ក បានន័យ តៈ ថាជាសភាវៈដែលមិនមែនជាកុសលនិងមិនមែនជាអកុសល បាទអញ្ចឹងបើចិត្តបានដល់ចិត្តពួកចិត្តណាខ្លះ ពួកចិត្តកិរិយានិងវិបាក បាទចូលបើចេតសិកបានដល់ចេតសិកណាខ្លះ ចេតសិក បាទ គិតអត់ចេញទេអូនអាហ្នឹង ចេតសិក ចេតសិកមានជាកុសលឬក៏អកុសលអត់ មាន អូមានអកុសល14 ប៉ុន្តែវាអាចខ្លាយជាអកុសលដោយខ្លួនឯងឬក៏ត្រូវមានប្រកបជាមួយនឹងចិត្ត កប់ជាមួយនឹងចិត្ត អូអញ្ចឹងមានន័យថា បាទ ចេតសិកដក6ដែលអក្សរសា6ដែរមែនឬក៏មិន ចេតសិកទាំងអស់ទាំង ចិត្តសិកទាំងអស់ហ្មង 52គឺជាបាទ អូ ជាកតដែរអ គឺជាអព្យាកតៈដែរប៉ុន្តែយើង អូយ យើងនេះ ជឿ វិញចេតសិកអត់ទេមិនចេតសិកទាំងអស់ឲ្យសុំទោស អូ យើង មិន មើល ទាំងអ ថា ស់ខ្ញុំ តើ ហាក់មិន ចេត កត់ សិកណាខ្លះដែលកើតជាមួយនឹងអព្យាកតៈចិត្ត ជាក ចឹង តៈ ណា ចា ចឹងអកុសលចិត្តហើយអកុសលចេតសិកតែងតែកើតជាមួយនឹង កុសលចិត្ត អកុស អ ល កុ ចិត្ត សល តលចិត្ត ធម៌ ចឹងវាមិនមែនជាអព្យាកតៈទេត្រូវអត់ ចា អ ចា ត់ទេ អឺអីគេ សពចិត្តសាធារណៈប្រកណ្ណកៈ ចិត្ត កណ្ណ សាធិ កៈ ចេតសិក6 នេះសិនមើលឈប់រាប់អីគេ13 អញ្ញសមាណា អញ្ញ អ ស ញ្ញ មាណា មាណាចិត្តសិក នៅ អ ឃើញ ញ្ញ អត់ 13 អញ្ញសមាណាចេតសិក13អាចកើតទាំងកុសលអកុសលវិបាកហើយនិងកិរិយា កិរិ ត្រូវ យា អត់ ចា អញ្ចឹងបើវាកើតនៅក្នុងវិបាកនិងកិរិយាអញ្ចឹងយើងក៏រាប់ចេតសិកទាំង13ហ្នឹងជា អព្យាកតៈដែរ អព្យាកតៈដែរអញ្ចឹងណា ចា បាទហើយនៅក្នុងនោះដែរមានចេតសិកអីទៀតដែលកើតជាមួយនឹងអឺ ជាមួយនឹងចិត្ត សក់មួយកិរិយាចិត្តដែរមានចិត្តអីទៀតមានចេតសិកអីទៀតពេលកិរិយាចិត្តនៅក្នុង សពចិត្តសាធារណៈ ស 19 ព្វចិត្តសាធារណៈ19 សពចិត្តសាធារណៈ19ចុះនៅសល់លើសពីនឹងទៀតមានទៀតអត់ ដូចជា មានទៀតអត់ មាន មានចាំបានន័យថាមានទាំងអស់25ហ្នឹងមែនអូន អាចមាន25អត់នៅក្នុងវិបាកមានអញ្ញអបមញ្ញា2ចាំមើលមានសពចិត្តសាធារណៈ19វិរតិ3អបមញ្ញា2ហើយនិងបញ្ញាមានអត់ មាន បើមានទាំង25ហ្នឹងអញ្ចឹងអត់មានដកអីចេញទេអូនហ្នឹង25ហ្នឹង ហ្នឹងហើយអញ្ចឹងយើងរាប់អញ្ចឹងទៅ អញ្ចឹង13បូកនឹង25ចិត្តសិកទៅអត់ 13បូក25បាទ ចា 13បូក 38 25សល់30បាទ38 38 បាទ ទៅ បាទហ្នឹងហើយយើងបូកអញ្ចឹងទៅបាទ បូកអញ្ចឹងទៅដើម្បីទៅរកចិត្តណាដែលអាចអាស្រ័យហត្ថយវត្ថុដោយសង្ខេបអញ្ចឹងអូ
អាស្រ័យហត្ថយវត្ថុដោយសង្ខេបយើងមកមើលថាចិត្តនៅក្នុងចិត្តទាំង89ដួងនេះមានប៉ុន្មានដួងជាអព្យាកតៈត្រូវទេបង ចា បន្ទាប់ ចាំ មក មើ មើ ល ល ទៀត ចិត្តប៉ុន្មានដួងទៀត ដែលអាស្រ័យ ដែលអាស្រ័យហត្ថយវត្ថុដែល ចា ជាអព្យាកតៈហើយអាស្រ័យហត្ថយវត្ថុព្រោះអីយើងត្រូវដករូបាវចរវិបាកអរូបាវចរវិបាកចេញអរូបាមានដកតែអរូបាវចរវិបាកឯងតែវាអត់អាស្រ័យហត្ថយវត្ថុ ចា កិរិយាទៀត គឺយ៉ាង ហ្នឹងនៅក្នុងចិត្តមែន បាទ ដួង បាទ នៅក្នុងចិត្តអីគេអូនដក ចាំ មិញ មើល ស្ដាប់ យើង អត់ទាន់ យើងរាប់នេះសិន វិភាគក៏ វិភាគម្ដងមួយវិភាគម្ដងមួយនៅក្នុងចិត្តទាំង89ដួងមានវិបាកចំនួនប៉ុន្មានដួងយើងគិតវិបាក មា សិនណា នមានវិបាកដូចជា 36 6 ចាហ្នឹងហើយ 36ហ្នឹងមានអ្វីខ្លះ មាន មានអ វិ កុសលវិបាក អកុសល វិបាក15នៅក្នុងអហេតុ អ កៈ កុសលវិបាក7នេះ ក្នុង 15 អវិបាក ហេតុកៈ 8 នៅក្នុងមហាវិបាក8នៅក្នុងមហាវិបាក8 ហើយនឹង មហាវិបាក9 9 8 17 17និង15វា32នៅក្នុងលោកុត្តរៈ4ទៀតឯង បាក លោក 4ទៀត លោកុត្តរៈ មួយ 4ទៀត 36 លោក 36 ផល4ទៀតត្រូវអត់ បា ចា ទបា អ ទ ញ្ចឹងយើងរាប់បានវិបាក36ដួង ចា បាទបាទ បាទអញ្ចឹងមកមើលវិបាក36ដួងអានេះយើងមិនទាន់រាប់កិរិយាណាកិរិយា នៅ ចាំទៀតចាំរាប់វិបាក36ដួងហ្នឹងសំណួរសួរថាអាស្រ័យហត្ថយវត្ថុត្រូវអត់ ចា បា អ ទ ញ្ចឹងនៅ ទៀត ក្នុងអហេតុកៈវិបាក15ដួងមានប៉ុន្មានដួងអាស្រ័យហត្ថយវត្ថុ មាន ខ្ញុំ មโนធាតុ2ដួង វិបញ្ចវិញ្ញាណអាស្រ័យហត្ថយវត្ថុអត់ អត់ទេ អត់ទេ ដក មโนធាតុ2ដួងអាស្រ័យហត្ថយវត្ថុអត់ ស្រ័យ អាស្រ័យ សន្តិរណៈ 3 3អាស្រ័យហត្ថយ សំ វ បី ត្ថុអ ណា ត់ កិច្ច ស្រ័យ អាស្រ័យ អាស្រ័យ ចឹង 5 បាន5ដួង បាន 5 5 ដួ ឬ ង ក៏6 5 5 បាទ 5 2 + 3អញ្ចឹងណា 5បាទទៀត អហេតុកៈវិបាក15ដួងមាន5ដួងអាស្រ័យហត្ថយវត្ថុយើងរាប់5នឹងសិន បាទបាទ នៅ បាទ ក្នុងមហាវិបាក8ដួងអាស្រ័យហត្ថយវត្ថុប៉ុន្មានដួង ចាំ បាទតែហ្នឹងទាំង8ដួងឯងប្រធាន ថាវិបាក ដល់អត់ តាំង8ដួងណាកុំភា ទាំង8ដួងបាទអញ្ចឹង5 + 8បាន 13 ហើយ នៅក្នុងរូបាវចរវិបាក5ដួងអាស្រ័យហត្ថយវត្ថុអត់ អាស្រ័យ វចរៈវិ អាស្រ័យ ត្រៃហត្ថយវត្ថុ បាទបាន 5ទៀត 5ដួងទៀតបាន10ម៉ែណែ 16 18 18 18 នឹង 13 មិញ ចា 3 មិន 3 18 3 18 និង5 18 បាទសាធុអរូបាវចរវិបាកអាស្រ័យហត្ថយវត្ថុអត់ អត់ទេ រូបៈអ អរូបាអត់ទេ អរូបាមានរូបអត់ ទេ អត់មានទេ រូបៈអត់មានទេ អត់មានរូបមានហត្ថយវត្ថុអត់ no អត់មានទេ អញ្ចឹងបដិសន្ធិមានហត្ថយវត្ថុឲ្យជាទីអាស្រ័យអត់ អត់ មាន អត់ អត់ បដិ រូប សន្ធិ អត់ហត្ថយវត្ថុបដិសន្ធិ រូបអត់មានប្រធានអត់មាន បាទ អត់រូប អញ្ចឹង4ដួងដែលជារូបាវចរវិបាកហ្នឹងយើងអត់រាប់ចូលទេអញ្ចឹងនៅតែ18ដែរអញ្ចឹងណា ចា៎ ដល់ ចា៎ ហើយដល់ បាទ អាស្រ័យ លោកត្រផល4ដួង
អាចអាស្រ័យហត្ថយវត្ថុបានអត់ លោកក លោក ត្រា កតរៈផល4ដួង ដួង អឺ ដួង ផល ប្រ អី ធាន អូន បា អា ទ ស្រ័យអា អាស្រ័ ស្រ័ យ យហត្ថយវត្ថុ បាទអាស្រ័យហត្ថយវត្ថុព្រោះអីព្រះអរហន្តក៏អាចជាមនុស្សជាទេវតាឬក៏រូប ចា ព្រហ្មបានដែរអញ្ចឹងមានហ ចា ត្ថយវត្ថុជាទីអាស្រ័យប៉ុ ចា ន្តែបើព្រះអរហន្តជាអរូបព្រហ្មអត់មានហត្ថយវត្ថុជាទីអាស្រ័យទេអញ្ចឹងណា ចា បា ចា ទអញ្ចឹងបូក4ទៀតបានប៉ុន្មានដួង 22 បូក4ទៀតវា 22 22 បាទអញ្ចឹង22គឺជាវិបាកចិត្តដែលមានហត្ថយវត្ថុជាទីអាស្រ័យ ចា អញ្ចឹងយើងបាន22ណាយើងទៅ 22 រ លើ ក ក កិរិយាវិញ ចូលកិរិយាម្ដង ព្រោះឯកិរិយា សុំ ក៏ជា ប្រធានសុំម្ដងទៀតមិញខ្ញុំភ្លេច22មានអីខ្លះមិញមាននៅក្នុង មា អ ន ហេតុ អហេ កៈ តុកៈអ អ ហេ ហេ តុ តុ វិ ក បាក វិបាក មហាវិបាក 5រូបាវចរវិបាក5 8 រូបវចរៈរូបាវចរវិបាក 5 ហើយនឹងលោកុត្រផល 13 លោកកត្រផល 4 4 4 ទាំងអស់22 5បូក8បូក5បូក4 ម្ដងទៀត ហើយ សុធាចង់ច្បាស់ម្ដងទៀតអូន 5 បូក 8 បូក 5 បូក 4 បាទ5បូក5 10 8បូក2 12 12បូក10 22 បាទ 22 បាទ បាទប្រធានអរគុណចា៎ ហ្នឹងហើយអញ្ចឹងរាប់កិរិយាម្ដងអហេតុកៈកិរិយាមានប៉ុន្មានដួង មាន3ដួង មាន មាន 3ដួង 20 ដួង អហេតុកៈកិរិ អ យា ហេតុកកិរិយាមាន អ 3 ហេតុក អហេតុកៈអហេតុកៈមាន 3 មាន បាទ 3 ដួង មហាកិរិយាមានប៉ុន្មានដួង មាន មាន 8 8 បន្ទាប់ទៀតរូបាវចរៈកិរិយាប៉ុន្មានដួង មាន មាន រូបាវចរៈ មាន កិរិយា 5 មាន 9 ណា កិរិយាមាន5តើ មាន 4 រូបាមិនម រូ ហាក បា តៈឯងប កិ ង រិយា អូ 5 រូបាមាន 5 5 រូបា បា មាន ទអរូបាកិរិ អ យា រូបាមាន4 4 មាន 4 4ហើយលោកុត្រៈមានកិរិយាអត់ អត់ទេអត់ មាន មាន ទេ អត់ទេ អ អ ត់ ញ្ចឹ មា ង ន 3បូក8ប៉ុន្មាន 11 11 11បូក5 16 16 16បូក4 20 10 20 បាទ 20ទាត់ បូកចូលគ្នា 20 ស្មើ ទាត់អត់ 42 ត្រូវហើយ 20 បាទ បាន អញ្ចឹង 2 សួរទៀតនៅក្នុង20ហ្នឹងមានចំនួនប៉ុន្មានដួងដែលអាស្រ័យហត្ថយវត្ថុអហេតុកៈកិរិយា កិរិយា 3ដួងអាស្រ័យហត្ថយវត្ថុប៉ុន្មានដួង 3ដួង អឺ ហេតុកៈកិរិយាហ្នឹង3ដួងប្រធានដួងទី ទី1ទី2ទី3 បាទ3ដួងបាន3បន្ទាប់មកមហាកិរិយា8ដួងអាស្រ័យហត្ថយវត្ថុ អាស្រ័យ ចា អាស្រ័យហត្ថយៈដែរ អាស្រ័យហត្ថយវត្ថុ8ដួងដែរ ចា អូកត់សិន អញ្ចឹងរាប់ហើយណា3បូក8 11 11 បន្ទាប់មករូបាវចរៈវិបាករូបាវចរៈកិរិយា5ដួងអាស្រ័យហត្ថយវត្ថុអត់ ចាអាស្រ័យ16 16អរូបាវចរៈ អត់ អត់មានហត្ថយវត្ថុទេត្រូវអត់ ចា អត់មានអញ្ចឹងយើងបាន16បូកមុនហ្នឹងប៉ុន្មាន 22 16បូក22អញ្ចឹងត្រូវ30ប៉ុន្មាន 38 38 ដល់38 ខ្ញុំ បាទអញ្ចឹងចម្លើយត្រូវ38 ចាចា អញ្ចឹងបងអូនជាងហើយដាក់កន្លែងនេះក៏ខុសដែរ ដាក់គាត់ដាក់មកហ្នឹង គាត់ដាក់ 20 គាត់ដាក់
40ចម្លើយ គាត់ដាក់24 37 42 46 បាន អញ្ចឹងមួយណាត្រូវ យើងរាប់ខុសឬក៏រាប់អីមើល អូខេត្រូវទៅ មកគាត់ អ ត្រូវ ត់ទេខុសផង ពួកអព្យាកតៈពួកធម៌ជាអព្យាកតៈបានដល់ចិត្តប៉ុន្មានដួងដែលអាស្រ័យហត្ថយវត្ថុ ដោយសង្ខេប ដោយសង្ខេប អឺ យើងរាប់ម្ដងទៀតព្រោះ មិញ យើងរាប់ មិញ បាន រាប់ដល់នេះនេះស្ដាប់អត់តន់ហ្មងអត់សូវ ហ៎ លឺមិនបងថាវីរាប់ដល់ណា ចា រាប់ដល់អស់ហើយបូកសរុបហើយបាន 38 បាទ ឥឡូវ ខ្ញុំ ឥឡូវត្រង់ណាអត់តន់ច្បាស់ ខ្ញុំ share screen ខ្ញុំស្ដាប់អ សំ ត់ ណួ ត រ ន់អត់សូវលឺមិន មិនដាក់អីគាត់ដល់ណាហើយដល់ចំណុចទីម៉ាន ដល់កិរិយា3 8 កិរិយា3 8ហើយនឹងរូបា5ទៀតមកឃើញ 5 ទៀត 16 រូបា 16 រូបាកិរិយា5ទៀតមក16 16អញ្ចឹងទាំងអស់ ទាំងអស់ 16 ជំរាបសួរអង្គពូមីងនិងបងៗ ញាតិធម៌ ចាជំរាប បាទ សួរ សួរអូនបើ កូនបើ ពិបាក សុំម្ដង 22 ទៀត កិ មក រិយា ទៀត 16ទាំងអស់38 ទាំងអស់38ឯងបង ចា 16 បូកនឹង22មក អើយខ្ញុំដែលឡើង24ខ្ញុំក៏ច្រឡំ គាត់24 24នេះមិញសុធា អត់ទេសរុបឃើញ បងខ្ញុំអត់ស្គាល់ទេដែរខ្ញុំ ហូ អត់ ចា បានកត់ដែរនេះពងកត់សាថ្មីនេះ ពិបាកស្រេចហត្ថវត្ថុមាន 22 អញ្ចឹងពួកធម៌ជាអព្យាកតៈប៉ុន្មានដួងអាស្រ័យហត្ថយវត្ថុអញ្ចឹងមានប្រមាណដួង យើងសរុបឃើញមិញ38តែនៅក្នុងរបស់សៀងហៃដាក់24 37 42 46វាអត់មានឃើញតួលេខ38ទៅធាដល់អញ្ចឹងដឹងមួយណាខុសមួយណាត្រូវ នេះវិញមករាប់ម្ដងទៀត រាប់ដងទៀត អព្យាកតៈធម៌ 5ទៀតហ៎ អព្យាកតៈធម៌មានអហេតុកៈចិត្តប៉ុន្មានដួង អហេតុកៈចិត្តមានអព្យាកតៈធម៌ អហេតុកៈចិត្ត18ដួងជាអព្យាកតៈធម៌ទាំងអស់ឬក៏មិនមែន មែនទេមានតែ មានតែ 14ទេ 3ជាអ មា ព្យា នក តៈ មាន មាន ផ្លែអត់ផ្លែ ចិត្តណា ព្រោះ ដែល អីពួកមានកុសលអកុសលឯហ្នឹង សួរតែអព្យាកតៈឯប្រធានអព្យាកតៈចិត្តមាន14នៅក្នុងអហេតុកៈ ម្ដងទៀតអព្យាកតៈចិត្តមានចិត្តជាប្រភេទណាខ្លះ មានមានមើលអហេតុកៈ18ដួងបើនិយាយពីអព្យាកតៈវាមាន14ដក ចាំមើលគិតដល់ហ្នឹងបង តួសិន អត់ដល់ហ្នឹង អព្យាកតៈធម៌មានន័យដូចម្ដេច អព្យាកតៈធម៌បានន័យថាជាធម៌ហ្នឹងគឺมันអាចព្យាករណ៍បានថាជាកុសលឬក៏ជាអកុសលបានទេព្រោះវាជាអព្យា មិន ក មែន តៈ ជាកុសលឬក៏អកុសលតើវាជាអ្វី វាជាឧបេក្ខា ដឹងខ្លួនពេលយប់ត្រៀតអីចឹងណាបង ម្ដងទៀតមិនមែនជាកុសលឬក៏អកុសល មិនមែនជាកុសលឬអកុសលអញ្ចឹងវាជាអព្យាកតៈ អព្យាកតៈតើអព្យាកតៈបានដល់ចិត្តប្រភេទណាខ្លះ ចិត្តដែលជាពិបាកនឹងកិរិយា បងសុធា មើលអាហ្នឹងបាន ចិត្តមានប៉ុន្មានជាតិ ចិត្តមាន4ជាតិ ជាតិណាខ្លះ មានអកុសលជាតិកិរិយាជាតិកុសលជាតិហើយនឹង ពិ ជ បា ន់ ក គ្នា ជាតិ ឯងសុធា ពិបាកជាតិ មើលមានកុសលមានអកុសលមានវិបាកហើយនឹងកិរិយា បាន ហ្នឹង ចុះអព្យាកតៈមានន័យដូចម្ដេច សល់ អព្យាកតៈដូចខ្ញុំលើកឡើងថាมันអាចព្យាករណ៍ថាជាកុសលឬក៏ ជា អកុសល បាន
bà mình men chia có sao rư có có sao ta vi ai chia vậy អាចជា buôn nắng bong đọ chênh mẹ đọ có sao hay có sao chênh sao ấy kia là ដកកសលដកអកុសលអញ្ចឹងវាជាវិបាកហើយនិងកិរិយា bà là thuộc chẳng chia cái tạ thò để chân vẫn cho ba sầm đai lừa chất cứ chất đại chia kệ giá hai nấng vị bạ វិ ពិ បាក បាក បាទ chẳng nhâm xua và to hay tổ cả chất đậm bảy đuông miên chiết chấm luôn phần màn មានមានជាតិពីរយ៉ាងមានអីមើលរាប់ទាំងអស់មកប្រធាន đậm bảy đuông đó miên chiết chấm luôn màn 18ដួងវាមានកុសល8ដួងវាមានវិបាក7ដួងវាមានកិរិយា3ដួង có sao អញ្ចឹង muối ná chia có sao អហេតុកៈកុសលវិបាក8ដួងអាហ្នឹងជាកុសលអាហ្នឹងជាវិបាកជាវិបាក ពិបាកតា mà đón tiết វិបាកកុសល អត់ទាន់ vị bạ chẳng vị bạ màn đuông វិបាកវាមាន15ដួងហើយប្រធានវិបាកមាន bà 15ដួង bạ làm đuông hai កិ nấng រិយា3 កិរិយា3ដួង cái giá bảy đuông đang đắp bằng bảy đuông chia cái tạ thó đi có mèn វាជា ជាកតៈធម៌ទាំងអង្គ đâm bảy đuông chẳng chia cái tạ thó chẳng đắp mấy đi có mình mèn វាមានតែពិបាកនឹងកិរិយាចឹងមានថាបានន័យថាមានទាំងអស់ អ ហើយអូន ញ្ចឹងបានន័យថាវាជា អព្យាកតៈធម៌ អភិកតធម៌ប្រធានបើ bà ដកកុសលឬអកុសលហើយ năng này chẳng vô này muối muối á cùng ចា cùng cái bột cho lắm hết tục cả của sál nâng hết tục cả của sál vị bạ nâng cứ chia vị bạ về khoản là chia vị bạ là bỏ Còn là của vị quá rồi chia- bỏ vị bạ là bỏ của sál này វិបាករបស់អកុសលវិបាករបស់កុសល bà chẳng Bà mà dương bà dương chia vị chiết bạ cứ là chia bà- vị bạ chẳng á chẳng បាទ dương បាទ tay bánh chay ở nâng mùi mùi ở chứ ba sẵn môn nâng tớ rồi chất xem tiệt អញ្ចឹងអធិស្ឋានអើយបងប្រធានអញ្ចឹងហេតុការ18ហ្នឹងជាអព្យាកតធម៌ទាំងអស់អញ្ចឹងហ៎ bà nè mình ចាអរគុណមីងទៅចូលមិញតង nè chẳng dương nhầm á tới chất xem dương chay ta đâm bảy nâng sân này đâm bảy nâng chia chia cái tạ thoa đang đâm bảy phải không ចា បាទប្រធាន bán chùm nuôn chiết cứ pi chiết cứ vị bạ chiết hai nâng នឹង cái កិរិ giá យា chiết ជាតិ កិរិយាជាតិ hay xua tiết ta sái hạt dạ vật thọ miên màn đuông ត្រៃហត្ថយវត្ថុមាន5ដួង មាន5ដួង miên pram đuông chất na khla pram đuông nâng មានវិបាកមโนធាតុ3ដួងហើយនឹង កិរិយា3ដួង អហេតុកៈកិរិយាមโนវិញ្ញាណធាតុ1ដួងហើយនឹងហសេតបាតចិត្ត1ដួង mà đón tiết bong sụt thìa vị bạ mà nô thiết miên màn đuông វិបាកមโนធាតុវាមាន3ដួងនៅក្នុងកុសល1ដួង vạch nông- nạ chất tam pan chặt phía chia vị bạ rồi có chia chiết ở vậy អវចនៈអាហ្នឹងជាកិរិយា បាទមិនបងរាប់វិបាកមโนធាតុ13ដួង អូ2ដួងអញ្ចឹង2ដួង សំណូធាតុ បាទ 2ដួង វិបាកមโนធាតុ ពីរដួង វិបាក 2 ម ដួ โน ង ធាតុ2ដួង ហើយបើបងចង់និយាយមโนធាតុទៀតអហេតុកៈកិរិយាមโนធាតុ1ដួងចឹងណា បាទ បាទហើយអីទៀត អហេតុកៈកិរិយាមโนវិញ្ញាណធាតុ1ដួងហើយនឹងសោមនស្សអហេតុកៈហសេតុបាន1ដួងទៀត បាទ កិរិយា
ចឹងបងរាប់5ដួងត្រូវអត់ 3 បាទបាទ 5ដួងមានអ្នកផ្សេងរាប់បានខុសពីហ្នឹងអត់ អត់មានទេប្រ ប ធាន ង ព្រោះ សុ មាន ធា តែ បង 5 រាប់បានមโนធាតុ3អឺមโนមโนទ្វារាវចនៈចិត្ត1ហើយនឹងហសិកបាត1នៅមានខ្វះអី បាទ ឬក៏គ្រប់ហើយឬនៅ គ្រប់ហើយអត់មានអីផ្សេង Xua ấy mấy xua ấy nhỉ? Xua tiền នៅ bao nhiêu? ក្នុងអក្សរមានទី6ទី7ដល់ពេលនៅក្នុងកុសលមានទី6ដល់ទី8 បាទ ហ្នឹង5ណា5នៅកិរិយា3ទៀតទៅ8អូនធាត្រូវ បា អត់ ទ អាស្រ័យហត្ថយវត្ថុ បាទចឹងបងសុធារាប់បាន5មិញហ្នឹង អស់ហើយ នៅខ្វះ3ដួងហ្នឹង អី ដួងណាខ្លះ បងសុធាមកចឹងបងសុធា អត់ទេមកខ្ញុំរាប់ថាវិបាកមโนធាតុវា2ដួងវិបាកមโนធាតុដួងទី6នៅក្នុងកុសលវិបាកហើយនឹងនៅក្នុងអកុសលវិបាក កុសលវិបាក បាទ 2 បង ដួ រាប់ ង ត្រឹមដួងទី6ហើយបងផ្លោះទៅរកកិរិយាតែចឹងទៅបងអត់បានរាប់ដួងទី7ហើយដួងទី8ទេឃើញ អូ បងបាត់របស់គេ3ដួងអត់ បាទបាទប្រធានបាត់3ដួង បា បា ទ ត់តន្តិណៈ3ដួង បាទសន្តិណៈ3ដួងហ្នឹងអាស្រ័យហត្ថយវត្ថុដែរឬទេ បាទបាទអាស្រ័យហត្ថយវត្ថុ បាទអញ្ចឹងអហេតុកៈកិរិយា18ដួងអាស្រ័យហត្ថយវត្ថុបានប៉ុន្មានដួង បាន8ដួងប្រធាន បាទអាស្រ័យហត្ថយវត្ថុ8 8 ដ ដួ ួ ង ង Đọc đuống có chưa? Sọt như đi. Đi Bà. chợ như đọc. អញ្ចឹងកត់អាហ្នឹង8ដួងហ្នឹងទុកប៉ុន្តែខ្ញុំសួរ10ដួងដែលដកចេញសិនតើវាអាស្រ័យវត្ថុអ្វីខ្លះ 10ដួងទៀតវាអាស្រ័យតាម តាម បញ្ចទ្វា វា រាតាមទាប តាមទ្វា5បាទប៉ុន្តែវត្ថុសួរពីវត្ថុ 5វត្ថុមានចក្ខុវត្ថុសោតវត្ថុឃានវត្ថុជីវហាវត្ថុនិងកាយវត្ថុ បាទតើចិត្តណាខ្លះដែលអាស្រ័យវត្ថុនីមួយៗនោះ អឺមានឧបេខាសហកតាំងចក្ខុវិញ្ញាណៈអកុសលវិបាកចិត្តតាំងឧបេខាសហកតាំងសោតវិញ្ញាណៈអកុសលវិបាកចិត្តតាំងឧបេខាសហកតាំងឃានវិញ្ញាណៈកុសលវិបាកចិត្តតាំងហើយនឹងជីវហាវិញ្ញាណៈឧបេខាសហកតាំងជីវហាវិញ្ញាណៈអកុសលវិបាកចិត្តតាំងហើយនឹងកាយវិញ្ញាណៈកុសលវិបាកចិត្តតាំងអាហ្នឹងទុក្ខសហកតាំងកាយវិញ្ញាណៈអកុសលវិបាកចិត្តតាំង បាទសាធុយើងរាប់ឲ្យងាយស្រួលចេះក៏បានដែរចក្ខុវិញ្ញាណ2ដួងអាស្រ័យចក្ខុវត្ថុ បាទ សោតវិញ្ញាណ2ដួងអាស្រ័យសោតវត្ថុ បាទ ជីវហាវិញ្ញាណ2ដួងអាស្រ័យជីវហាវត្ថុឃានវិញ្ញាណ2ដួងអាស្រ័យឃានវត្ថុហើយនឹងកាយវិញ្ញាណ2ដួងអាស្រ័យកាយវត្ថុសល់8ដួងទៀតគឺអាស្រ័យហត្ថយវត្ថុអញ្ចឹងណាអញ្ចឹងយើងរាប់បាន8ហើយបន្ទាប់ពីហ្នឹងយើងមកមើលចិត្តខ្ពស់ខ្ពស់ទៀតនៅក្នុងកាមាសោបនៈចិត្ត24មានអព្យាកតៈប៉ុន្មានដួងហើយយើងមកវិភាគថាតើនៅក្នុងហ្នឹងមានចំនួនប៉ុន្មានដួងអាស្រ័យហត្ថយវត្ថុយើងបូករហូតដល់លោកុត្តរៈយើងនឹងដឹងថាតើមានចិត្តប៉ុន្មានដួងអាស្រ័យហត្ថយវត្ថុប៉ុន្តែដំបូងគឺយើងត្រូវបូកមួយមួយឲ្យច្បាស់សិនបងអញ្ចឹងណា បាទធានបាទ អត់ខំទេយើងបូកឲ្យគ្រប់យើងរាប់ឲ្យគ្រប់89ដួងហ្នឹងទៅយើងដឹងហើយថាមានប៉ុន្មានដួងជាអព្យាកតៈហើយចំនួនប៉ុន្មានដួងអាស្រ័យហត្ថយវត្ថុអញ្ចឹងណាបងបាទ បាទ បងអូន អ អរ ញ្ចឹ គុ ង ណ ខ្ញុំ លោក សូ គ្រូ មចាប់សំណួរត្រឹមហ្នឹង ជំរាបសួរលោកគ្រូ អរគុណសុភាជំរាបសួរលោកគ្រូ ជំរាបសួរលោកគ្រូជំរាបសួរបងប្អូនញាតិធម៌ទាំងអស់គ្នា
ចា ជំ ជំ រាប រាប សួ សួរ រ បង សួរលោកគ្រូជំរាបសួរបងអ៊ំ ជ្រា ជំ ប រាប សួ សួ រ របងប្អូន ជំ ធ រាប ម្ម សួរ ជាតិ ចាជំរាបសួរលោកគ្រូ ហើយអត់មានប្រ ជំ គុណ រា ម្ ប ចាស់ សួរ មាន លោក ប្រ គ្ គុណ រូ ម្ចាស់ ជំ ចូល រាប ដែរ សួ ថ្ងៃ រ នេះ បងប្អូនញាតិធម៌ទាំងអស់ ចាជំ ចា រាបសួរ ជំរាប អត់តន់ប្រគុណម្ចាស់បាទជំរាបសួរលោកគ្រូជំរាបសួរមកអ៊ំជំរាបសួរបងប្អូនធម្មជាតិ ចា ម្ដង ចាជំរាបសួរ ជំរាបសួរ ចាក់បង ខ្ញុំរៀបសួរមានអ្នកតមាត់ទេ ជំរាបសួរ ជំរាប ជំ សួរ រាប លោកគ្រូ សួរ មានមាត់ផង ផ្លេចលោកគ្រូផ្លេចឡើងបាត់យូរអត់ហ៊ានអីខ្លាចរំខានលោកគ្រូហើយអត់ហ៊ានមាត់ដល់លោកគ្រូហ្នឹងឥឡូវខ្ញុំរៀបសួរលោកគ្រូរៀបសួរក្មួយៗនឹងបងប្អូនទាំងអស់គ្នា ចា ចា អរគុណ ជំរាប សួ សួ រ រ មកអ៊ំ បាទ គេអត់តមាត់ក៏ខឹងគេតមាត់ក៏ខុស នៅក្នុងហ្នឹងអ្នកដែលខុសជាងគេគឺមកអ៊ំសេះ មកគ្រប់យ៉ាងមកពីមកអ៊ំសេះ មកគ្រប់យ៉ាងមកពីមកអ៊ំ អ៊ំសេះទាំងអស់ចឹងតាមកការតមេរៀនណាកុំឲ្យមកអ៊ំសេះគោតន់ រីករាយានមស្ការថ្វាយបង្គំនៃខ្ញុំបកករណាចូលមានដល់ព្រះរមាភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបាទរីករាយានមស្ការថ្វាយបង្គំនៃខ្ញុំបកករណាចូលមានដល់ព្រះរមាភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ហាក់2 ដងមែនទេ 2 ដងលោក ពី គ្រូ រដង ហើយនឹងលោកគ្រូ ថែមលោកគ្រូអត់ពង្រប់3 ដងទេលោកគ្រូ ព្រីមើល នេះព្រោះយើងសូត្រនមោតាស័ក3 ដងពេលរីកេរិយាតែ1 ដងមែនទេ ចា ហើយអត់ ម្ដងក្រោយហ្នឹងលោកគ្រូព្រីឲ្យ រីកេរិយាមួយទៅមានអីជ្រះថ្លាទៅណា ទិញ3ថែម1 តែតែមួយទៀត ទិញ3ថែម1ឲ្យជូនមួយទៀតបងដល់ឡើយ ព្រីឲ្យម៉ែចេះក្មួយដល់ឡែនចូលអត់ហ្នឹងផ្លេចអរគុណក្មួយឲ្យសភៅមកដល់ហើយណ៎បង្រិត បងរត់ទៅមកឃើញប្រភពលោកម្ចាស់ អូយលោកម្ចាស់រិត បងរត់ ជំរាបសួរបង វ៉ាវអាយដល់ ជំរាបសួរបងប្អូនញាតិ ឡើងគ្រូ ជំរាបសួរបងរ៉ាត់ បងតាបងរត់ ជំរាបសួរលោកគ្រូមកសការ2 ដង អូម៉ែ អូចេះមកមិនបានមក អូ កា ជំរាប 2 សួ ដ รง ក្មួយ តែ រត់ តែចាញ់បាទមិនបង្រិតដឹងមិញអា នេះពួកក្មួយរិតចូលអញ្ចឹងឯង2 ដង ទេបាត់មួយរត់បាត់យូរឯងមកចុះតេបាត់ហើយ បានអូនរិត នៅស្ងៀមឲ្យបង្រិតមានប្រសាសន៍តិចមើលបាច់មករយៈទៅណារិតជើញ បាទគ្រូអឺសុំទោសលោកគ្រូដែរគ្រូមិនដែលបានមានព័ត៌មានផ្ដល់ឲ្យដឹង ហើយវាបានទៅណាទេគ្រូវល់នៅហ្នឹងឯងបានវាបានទៅណាមកណីទេគ្រូនៅមើលកូននៅផ្ទះអញ្ចឹង អត់សម្រាប់គុណធម៌ឯងបងហ៎ ចាំមកអ៊ំថាស្មានតែចុះទេបាត់ហើយ ដរាបណាមិនទាន់ជក់តិនៅតែវិលមករកលោកគ្រូអញ្ចឹង អញ្ចឹងហ៎ បាទ សាធុនេះហើយអីទេថ្ងៃមុនឃើញសួរតំណងទេណាថាលោកគ្រូសានជានៅណានៅអញ្ជើងថ្ងៃមុនណា បាទគ្រូ ពីនៅ នេះឃើញច្បាស់ចេះណាច្បាស់ចេះនៅអញ្ជើងអានៅ អត់ហ៊ានថាតាមមុខទេណាថាអញ្ជើងហ្មង
เลยเราលោកគ្រូសានតិជាឃើញនៅលោកគ្រូសានជានៅណាបែកមួយថ្ងៃ គ្រូសានជាគ្រូសានជាគាត់ដើរធម្មទានដែរលោកគ្រូ ថាធម្មទានណា បាទ ចុះលោកគ្រូសានជាមែនទែនមានទេ គ្រូសានជាមែនតើដើរធម្មទានហ្នឹងហើយ មានគ្រូសានជាคล้ายៗមកណា ចុះលោកគ្រូសានតិជាអត់មែនទែនរវល់ធ្វើអី គ្រូសានជាអត់មែនតែនពេលគ្រូខ្ញុំ លោកគ្រូចង់សួរថា មិន សក់ យល់លោកគ្រូដល់លោកគ្រូសួរអញ្ចឹង សក់ មិនយ នឹង ល់ លលោកូក គ្រូ គ្រូ សាន លោក ជា គ្រូ មាន សាន លោកគ្រូ ជា សាន មែ ជា ន មែនតែ មក នដើរ លោកគ្រូសាន ចែក ជា ធំ មែនដៃនឹងលោកគ្រូសានជាមែនហ្នឹងលោកគ្រូដាក់ទួអញ្ចឹងហ្នឹងណាគ្រូសាន ហើយ ជា លោកគ្រូ ជើងមែន លោកគ្រូសានតិជានៅត្រង់ណានៅកន្លែងណា ត្រង់ណានៅណានៅ ឥឡូ ចិត្ត វ ចិត្ត ឥឡូវឥឡូវមិនបាច់សួរគ្រូសានជាសួរខ្ញុំហ្នឹងណាខ្ញុំតើមានខ្ញុំមែនទែននៅក្នុងខណ្ឌ5ហ្នឹងទេមានចន្ទណាមែនទែននៅក្នុងបញ្ញខណ្ឌហ្នឹងអត់ អត់មានទេ មានតែអនិច្ចំ មានទេ មានពូចាណាបញ្ញត្តិ មានចំណាប់បញ្ញាប់ ហើយ អូនរត់លោកគ្រូអត់ទៅសួរលោកគ្រូហើយអត់ចាំនាង ឆ្លើយថាម៉េចបើខ្ញុំមករៀនមួយគ្រូចនាហ្នឹងឯងបើឆ្លើយថាមិនមែនគ្រូចនាទៅណា ឆ្លើយលោកគ្រូពេនចោលហើយបង ច្បាស់ចេះហ្នឹងហើយគាត់ច្បាស់ដែរតែច្បាស់បែបបែបបញ្ញត្តិណា ចាលោកគ្រូចង់សួរឲ្យឆ្លើយបែបបរមត្ត បាទ ឬឆ្លើយបែបបញ្ញា អត់តន់យកសំណួរលោកគ្រូ ចា បានទៅជួបលោកគ្រូផ្ទាល់ខ្ញុំអង្គុយមើលអូនរត់សួររហូត តែសាច់ចាស់បរិបទសាច់ចាស់ សួរលោកគ្រូនេះសួរបងប្អូនធម្មជាតិទាំងអស់គ្នា ចាលោកគ្រូជំរាបសួរ ក្នុងរាងកាយនេះណាហ្នឹងហើយដូចជាឧទាហរណ៍ថាដើរតាមផ្លូវទៅមានយៈគេចាប់ហ្នឹងហើយដកដៃយកស៊ីអញ្ចឹងហើយមានបរិសម្នាក់បកកាយរត់អញ្ចឹងទៅក៏ជប់ដៃហ្នឹងហើយយកអាដៃអីយកដៃសាក់សពយកមកដាក់តវិញអញ្ចឹងទៅមែនទេ ចា បាទ ហ្នឹងហើយទៅពេលដកដៃមួយយៈនោះមកខំមួយទៀតអស់ហ្នឹងហើយអញ្ចឹងបរិសមានរិទ្ធក៏ជប់ដៃមួយទៀតដាក់ឲ្យយ៉ាងទៅឬក៏យកដៃសាក់សពមួយទៀតយកមកដាក់តឲ្យយ៉ាងទៅអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងខំជើងទៀតហ្នឹងហើយក៏ជប់ជើងដាក់ឲ្យវិញណាហ្នឹងហើយដល់ពេលអញ្ចឹងទៅខំឲ្យគ្រប់កន្លែងហើយបរិសមានរិទ្ធនឹងជប់ដាក់វិញគ្រប់កន្លែងអញ្ចឹងណាយកដៃខ្មោចយកមកដាក់ឲ្យជំនួសសំណួរសួរថាចុងក្រោយអារាងកាយទាំងមូលនឹងជាបោះបរោះនឹងទៀតទេ អត់ឡើងមាន ហ្នឹងហើយបើសិនតែដៃក៏ដៃសាក់សព ជើងក៏ជើងសាក់សពមិនតែក្បាល យើងក៏សាកសពដែរលោកគ្រូសាកសពរស់ ហ្នឹងហើយយើងសាក់សពរស់ណាតែនៅរស់នឹងក៏ហែកទៅមានតែចិត្តចេតសិករូបមិនចឹងណាឬក៏វេទនាអស់រូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលជាអភិធម្មបរមត្ថធម៌មិនចឹងណា ចា បាទលោកគ្រូ សំគុំគ្នាកើតឡើងទៅជារូបរាងសន្តានជាខណ្ឌ5យ៉ាងទៅហើយហែកទៅនៅក្នុងខណ្ឌ5ហ្នឹងមានតែនាមរូបមិនចឹងណា ចា បាទ ហ្នឹងហើយបាទការកើតមកមានយកឈ្មោះបង្រិតមកតាមទេ អ អត់ អត់ ហ្នឹងហើយមានយកព្រំរិតមកតាមទេ អ អត់ទេ ហ្នឹងហើយតែគេដាក់ឲ្យមែនទេ ចា បាទ ហ្នឹងហើយគេសន្មត់ទៅលើហ្នឹងហើយខណ្ឌទាំង5ហ្នឹងមិនចឹង ចា ចា ហ្នឹងហើយបើនិយាយទៅ
vậy bò rập mặt hay ở tới miền chắn na miền là khổ san để chia miền prum rất ấy thế chẳng á ចា này về miền tái bò rập mặt niềm mà rụp à bị នាម thọp រូប chặt chẽ từ sắc rụp ná rụp về từ nàyสัญญาสังขารวิญญาณยังhai bài nhật hàn anhนึกson là mọt đây ná vô nữ ចា này người hay ở tới បា miền ទ xây miền chắn na miền rất ấy thế vàแต่ ហើយអស់ទៅអត់មានទេលោកគ្រូប៉ុន្តែនៅខ្លាចខ្មោចឡើយលោកគ្រូ anh đang mau bị miền កូន bà ខ្លាចអត់ tiền នៅ này ngày នៅ anh đang នៅ dừng អ្នក hay ខ្លាច tam ហ្នឹង bạ ហើយ để giặt á và tam bong sầm tay vì ọt miền menอย่างนั้นนะnày ngày ប៉ុន្តែហេតុអីបានខ្លាចខ្មោចដូចម្នាក់នោះអញ្ចឹងអូលោកគ្រូសួរថាខ្លាចងាប់ទេអូលេខ្លាចងាប់ សួរបញ្ជាក់ឲ្យបញ្ជាក់ទៀតខ្លាចងាប់ទេអូអត់ខ្លាចទេនៅគ្រូថាមកពីមិនតាន់ជួបរឿងអីដែលវាអាចធ្វើឲ្យខ្លាចដឹងអីវាសួរចុះសួរឡើងចុះពោះខ្លាចទេពោះហេខ្លាច ខ្លាចវាចឹកមិនដឹងខ្លាចងាប់មិនដែរមិនចឹង ច្ ហ៎ រឡំ ចឹងបានថានឹងឯងរៀនតែមកស្ដាប់ទូទៅនឹងឯងស្មានតែខ្លួនឯងអស់កិលេសណានឹងឯងឬក៏ទៅអង្គុយស្ងប់សណៈនេះសណៈនោះឲ្យស្មានតែខ្លួនឯងហ្នឹងនឹងឯងគ្រប់គ្រងទូមានចិត្តបានល្អមិនតាន់ជួបរឿងអីប្លែកទេណាមិនចឹងទេ ចា ហ្នឹងហើយបាទចឹងបានព្រះអង្គថាកំតន់ឲ្យបន្ទុណាហ្នឹងហើយពីវัวនឹងពោះវែកតិចតបានដេកភ្នោណាឃើញក្បាលខ្ញុំកោក៏មិនតន់ឲ្យបន្ទុចឹងណា ហ្នឹងហើយយ៉ាហ៊ានកាត់អីបដេសបដា មករត់បងសូយ៉ា បាទគ្រូ ញើងក់ក្បាលទៅនិយាយ ឈឺកគាត់ឈឺក យ៉ា ទៅ ខ្ញុំរត់យើងបន្តមេរៀនទៀតណាថ្ងៃនេះយើងរៀនអំពីសម្ពយោគន័យបន្តអញ្ចឹងណាបាទអូខេតា ហ្នឹងហើយចង់ហែកចេញហ្នឹងយើងហែកតាមមេរៀនទេឲ្យឃើញឲ្យត្រឹមតែត្រៃលក្ខធម៌នឹងវាមិនងាយឃើញបាទ បានត្រឹមមេរៀនក៏ជួយដែរសតិថ្នាក់គិតថ្នាក់បញ្ញាថ្នាក់ស្ដាប់ថ្នាក់គិតថ្នាក់ពិចារណាហ្នឹងក៏ល្អដែរណាបាទកុសលដែរ សមណាស់អាហ្នឹងសមអញ្ចឹងហ៎ តាឥឡូវយើងតពីត្រឹមនេះណានេះកន្លែងចំណាំនេះយល់ទាំងអស់គ្នាមែនទេណែបើអត់យល់ចាំសួរចាស់ឥឡូវយើងសម្ពយោគន័យវាមាន 16 មិនចឹងណា16ន័យត្រូវទេ ចាលោកគ្រូ ប្រយោគ បាទសម្ពយោគន័យគឺលោកនិយាយអំពីចេតសិកកើតក្នុងចិត្តណាបាទឬក៏ប្រកបរួមក្នុងចិត្តហ្នឹងហើយខណៈខ្លះហ្នឹងហើយมันអាចប្រកបរួមក្នុងចិត្តណាខ្លះអីចឹងណាបាទហ្នឹងអាហ្នឹងគេហៅថាសម្ពយោគនោះយល់នៅវានេះចប់អីលោកអត់ចេញចឹងនោះតាំងពីអង្ការទៅបាត់ទៅនេះអត់បាត់ផងឃើញចប់អីគ្រប់គ្នា ជាប់គំនុំ បាទជាប់គំនុំអានេះត refresh វាមិនទៅណោះຕົកវាសិតចុះមិនទេចឹងថ្ងៃមុនយើងរៀនអំពីសម្ពយោគអញ្ញសមានាចេតសិកចប់ហើយមែនទេបានប៉ុន្មានន័យ7ន័យឯណោះត្រូវទេ 7ន័យ បាទឥឡូវយើងសម្ពយោគអកុសលចេតសិកម្ដងណាអកុសលចេតសិក14ប្រកបជាមួយអកុសលចិត្ត12ស៊ីភ័យមិនចឹងណាត្រូវទេ ចា បាទអញ្ចឹងយើងមើលអកុសលចេតសិក14ហ្នឹងហើយមានអីខ្លះមានមោហៈហេរកាណោតបៈឧតចៈលោភៈទិដ្ឋិមេនៈទោសៈអ៊ីសាមច្ឆរិយៈកុវចៈថៃណមិទ្ធិវិជិកិច្ឆាមិនចឹងណោះ
14ហ្នឹងបាទយកមកប្រកបឲ្យគេជាមួយក្នុងអក្សរចិត្ត12អញ្ចឹងនេះយើងមើលតាំងពីនៃទី8ដល់ទី12ដូចតទៅនេះគឺហ្នឹងហើយបងរិទ្ធតាមតនេះបងរិទ្ធឯងខានមកនិយាយឯងបាទអានេះអាចយល់ណាព្រោះអីវាអត់សូវពិបាកដូចអញ្ញសមាណាទេអញ្ញសមាណាញ៉ៃញ៉ៃនឹងដូចមកអ៊ំសេះដែរអញ្ញសមាណាហ្នឹងបាទហ្នឹងហើយអញ្ចឹងនៃទី8មោចតុកៈ4អញ្ចឹងយើងដឹងហើយមោចតុកៈ4ហ្នឹងគឺគេហៅថាសព្ពាកុសលយោគីចេតសិកដែលប្រកបគ្រប់អកុសលចិត្តទាំង12អញ្ចឹងណាបាទអញ្ចឹងហើយបានលោកដាក់ថាមោចតុកៈ4មានមោហៈហេរកៈអនោតបៈឧទ្ធច្ចៈនេះប្រកបជាមួយអកុសលចិត្តទាំង12ឃើញទេហ្នឹងហើយមួយន័យទៅណាន័យទី8ហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងអកុសលចិត្តទាំង12យើងដឹងហើយណាមកអ៊ំស្អីហ្នឹងហើយគឺលោភៈមូលចិត្ត8ដួងទោសៈមូលចិត្ត2ដួងនិងមោហៈមូលចិត្ត2ដួងណាមកអ៊ំស្អីហ្នឹងហើយមកអ៊ំស្អីសម្បូរណាហ្នឹងហើយដូចជាចន្ទៈបេះចុចបាទហើយនៃទី9លោតិកៈ3នេះបានដល់លោភៈទិដ្ឋិមេនាដែលជាបញ្ចធរដែលធ្វើឲ្យយឺតយូរនៅក្នុងសង្សារវដ្តគឺលបង3នឹងឯងជើងកាងក្នុងចិត្តយើងហ្នឹងគឺលោភៈទិដ្ឋិមេនាអញ្ចឹងណាហ្នឹងហើយយើងមានជើងកាងក្នុងសន្តានរបស់យើងហ្នឹងមិនអញ្ចឹងចាមានអ្នកហ្នឹងជើងកាងជាងគេនៅកាងចុះកាងឡើងនឹងវាហ្នឹងហើយទៅប្រើអតោសៈឲ្យអ្នកវាយអញ្ចឹងណានឹងវាគ្រាន់តែជើងកាងឯងដល់ពេលហ្នឹងហើយដល់ពេលទៅវាយទៅដំច្រំបៀតបៀនគេហ្នឹងហើយវាប្រើណាគេទៅទោសៈណាចឹងយើងមើលលោតកៈ3លោភៈទិដ្ឋិមេនៈនេះប្រកបជាមួយលោភៈមួយចិន8ដួងមិនចឹងណាត្រូវទេចាគ្រូហ្នឹងហើយមួយន័យទៀតទៅន័យទី9ហ្នឹងណាបាទអូខេហើយនៃទី10តោចតុកៈ4មានអីខ្លះមានតោសៈអ៊ីសាមាឆរិយកុចចៈហ្នឹងហើយប្រកបជាមួយតោសៈមូលចិត្ត2ដួងឃើញទេបាទអញ្ចឹងលោតិកៈ3ប្រកបបានតែនៅក្នុងលោភៈឯណាលោភៈទិដ្ឋិមេនៈហ្នឹងហើយវាកើតនឹងឲ្យតាមសំគួរមិនបើលោភៈកើតក្នុងលោភៈមួយចិត្ត8ដួងតែបើមេនៈទិដ្ឋិហ្នឹងហើយជួនក៏ទិដ្ឋិវាប្រកបនៅក្នុងលោភៈមួយចិត្តទាំង4ដួងទៀងទាត់ទី1ទី2ទី5ទី6មិនចឹងដែរប៉ុន្តែបើមានអ្នកនឹងអត់ទៀងទាត់ទេចឹងណាបាទនឹងហើយដល់ពេលតោចតុកៈ4នេះក៏កើតតែក្នុងតោសៈមូលចិត្តដែរឃើញទេចាវាខុសពីមោចតុកៈ4ចឹងណាបាទនឹងអត់ទៅកើតក្នុងមោហៈមូលចិត្តអីជាដើមទេតោចតុកៈ4ហ្នឹងណាបាទហ្នឹងមួយន័យទៀតទៅបាទនៃទី11ថៃតុកៈ2ហ្នឹងហើយដែលអាសាបបួលគ្រប់គ្នាទៅដេកពេលដែលជាចនាកំពុងនិយាយយ៉ាងពីរោះគួរឲ្យសន្តាប់ហ្នឹងហើយងុយដេកសឹងតែគ្រប់គ្នាតាស់យើងដេកអីមិនបាច់រៀនទេមិនចឹងណាលោកគ្រូនិយាយយ៉ាងពីរោះគួរឲ្យរំដំចិត្តសណ្ដំចិត្តមកដូចដាក់ថ្នាំសណ្ដំហ៎បានថៃនិមិត្តភៈឆ្លៀតឱកាសបណ្ដោយហ្នឹងហើយមកឆ្លៀតឱកាសតាស់ដេកហ្នឹងហើយគ្រូច័ន្ទណាដឹងទេយើងបិទកាមេរ៉ាហើយហ្នឹងហើយតាស់ភ្លឹងហ្នឹងអញ្ចឹងនៃទី14នេះថៃតុកៈប្រកបនឹងអកុសលចិត្ត5ដួងដែលជាសសង្ខារិកៈមិនអញ្ចឹងណាចាហ្នឹងហើយអញ្ចឹង5ដួងនេះបានដល់លោភៈដួងទី2ទី4ទី5 1ទី5 3មែនទេមកអេសុំមកអ៊ំស្អីត្រូវទេត្រូវហ្នឹងហើយអូខេណាហើយនឹងតោសៈមូលចិត្តដួងទី2មួយដួងទៀតណាមិនអញ្ចឹងចាបាទហ្នឹងហើយមើលយើងសូត្រណាបាទសោមនស្សសហកតាំងទិដ្ឋិកតសម្បយុត្តតាំងសសង្ខារិកាំងសោមនស្សសហកតាំងទិដ្ឋិកតវបយុត្តតាំងសសង្ខារិកាំងអបេខាសហកតាំងទិដ្ឋិកត
សម្បយុត្តតាំងសសង្ខារិកាំងឧបេក្ខាសហកតាំងទិដ្ឋិកតពុបយុត្តតាំងសសង្ខារិកាំងតោមនស្សសហកតាំងបដិខៈសម្បយុត្តតាំងសសង្ខារិកាំងត្រូវទេ ត្រូវ ត្រូវខុស ត្រូវ ត្រូវ ត្រូវអត់5ដួងហ្នឹង ត្រូវលោកគ្រូ ត្រូវលោកគ្រូ ត្រូវឲ្យព្រមថាម៉ាត់មកលោកព្រះ និយាយហេតុ លោ លឺ កគ្រូសូត្រតាមល្អណាស់ ត្រូវអត់អត់ ហ្នឹងហើយន័យទី12ណាទៅន័យទី12គឺវិជេកិច្ឆាសម្បយុត្តមួយវិជេកិច្ឆានេះប្រកបនឹងវិជេកិច្ឆាសម្បយុត្តចិត្តមួយដួងមិនអញ្ចឹងហ៎ដួងទីប៉ុន្មាន ដួងទី ដួង 1 ទី1បាទនៅក្នុងមោហៈមូលចិត្តបាទអញ្ចឹងវិជេកិច្ឆានេះអត់កើតនៅក្នុងលោភៈមូលចិត្តអត់កើតនៅក្នុងទោសៈមូលចិត្តទេមិនអញ្ចឹងណា ចា បាទ សូម្បីតែនៅក្នុងមោហៈមូលចិត្តពីរដួងក៏គាត់កើតបានតែ មួយដួង មួយដួងឯគឺដួងទី1ណាបាទហ្នឹងហើយហេតុអីបានគណៈសង្ស័យអត់ខឹងហ្នឹងហើយហើយគណៈសង្ស័យហ្នឹងវាប្រកបដោយពេកខាណាសង្ស័យនឹងពុទ្ធពធប្រសងសង្ស័យនឹងខន្ធាតអាយតនៈអីហ្នឹងណាហ្នឹងហើយវាទៅខឹងអត់កើតអញ្ចឹងណាហ្នឹងហើយជាប់វិពាកក៏មិនកើតដែរខណៈនោះប៉ុន្តែជាអកុសលដែរមិនអញ្ចឹងណា ចុះបើសង្ស័យថានឹងឲ្យបង្រិតណានឹងឲ្យសង្ស័យថាម៉ែមកអូនតាណាទេអានឹងជាវិជេកិច្ឆាទេ អត់ទេអានឹងវិជេកិច្ឆាខ្លះ ហ្នឹងហើយឬក៏ វិជេកិច្ឆា ហ្នឹង ប ហើយ ដិរូបៈវិជេ ហ្នឹង កិច្ ហើ ឆា យคล้ายៗណាបដិរូបនឹងคล้ายៗបដិរូបកៈវិជេកិច្ឆាបដិរូបកៈហ្នឹងហើយអានោះមិនមែនជាវិជេកិច្ឆាចេតសិកដែលសង្ស័យក្នុង ក្នុងពុទ្ធ នឹង ធម៌ ធម៌ប្រសងត្រៃរតនៈហ្នឹងទេចាំបានហើយណា ចា បាទអញ្ចឹងយើងចាប់អកុសលចេតសិក14ហ្នឹងហើយ5នៃហ្នឹងឯណាមិនអញ្ចឹងណា ចា 1 2 3 4 5នៃត្រូវហើយហ្នឹងហើយអញ្ចឹងនៅសល់ប៉ុន្មានទៀត14ទៀតសល់ប៉ុន្មានសល់4ហ្នឹងហើយ សោបណ្ឌិតចេតសិក25 មាន មានប៉ុន្មាននៃ 4នៃ 13នៃ អេមាន4នៃ 4នៃអីនេះ4នៃត្រូវហើយ ចានៅទី13 ចង់បាត់គេមកនៃទៅណាអីមកអ៊ំសេះនេះអ៊ំសេះចឹងយើងតទៅសោបនៈជាតិសង្ឃ25ហ្នឹងហើយសម្បយុទ្ធឬក៏ប្រកបមិនបាច់ស្ដាប់ជាចាណាទេស្ដាប់តែចៅនោះទៅ ចៅហៅលោកគ្រូ ទៅធ្វើម៉េចបើយើងមិនដល់ចៅហ្នឹងហើយចៅគេធំជាង គ្រូថ្ងៃនេះចាប់អត់លោកគ្រូ អីបញ្ញាប់ចប់ទៅណា នៅឡើងច្រើន មួយកុំបញ្ញាប់ចាប់ពេក នៅឡើងច្រើនច្រឡំបង ឥឡូវកន្លែងអកុសលចេតសិក14ហ្នឹងអត់ឆ្ងល់ទេណា អត់ឆ្ងល់ទេគ្រូ ហ្នឹងហើយអត់ឆ្ងល់ទេអ្នកអត់ឆ្ងល់ទី1ចេះអស់ទី2អត់ចេះមិនដឹងឆ្ងល់មិនអីគឺលោកគ្រូនេះនិយាយអីវ៉ៃវ៉ៃ អត់ចេះលោកគ្រូអត់ចេះខ្ញុំជឿទី2យល់អត់ដល់យល់អត់ដល់ឆ្ងល់អត់កើត ហើយចុះមិនយល់ឲ្យដល់ទៅហ៎ អត់ដល់សោះលោកគ្រូអត់ឆ្ងល់ ទី1ចេះអស់ទី2អត់ចេះអីសោះ លោកគ្រូទៅប្រាប់តាបងត្រូវ ចា បញ្យល់អត់ ខ្ញុំ ហើយ ចង់ចេះផ្ដល់តែវាមិនចេះហ្នឹងម៉ែបាត់ ហ្នឹងហើយសំណាងដែរវិជាគុណរៀងខ្លាំងដែរកុំអីជប់តិចឲ្យមកអ៊ំសេះមើលថាខ្លាំងយ៉ាងនេះបាទហ្នឹងហើយមុំសេះហ្នឹងបើចេះមិនដល់ឆ្ងល់មិនកើតតដែលទៅទៀតយើងណោះមុំសេះណោះហើយជួរហូតរហូតទៅជាតិនេះហ្នឹងហើយ គ្រូថាលោកគ្រូអាណាធិបតេយ្យវាមានមើលចៅមាន គ្រូចេះថាអញ្ចឹងបើខ្ញុំចេះដោយលោកគ្រូខ្ញុំខ្លាយទៅជាលោកគ្រូចាណាដែរ អ
នេះខំបរៀនឡើងពេលខ្លះរហូតទាំងបាត់លេបចង់បានហើយនៅចេះមិនដល់ឆ្ងល់មិនកើតទៀតនេះ គ្ ណា រូ ទៀតចឹង មិនចេះមិនដល់ហើយអត់ចេះទាំងអស់ហ្នឹងចេះខ្លះតែក៏ ចេះខ្លះហ៎ វាអត់ឃើញចា ហ្នឹងហើយ មិនអ អា ត់ និសង្សលើ មិ ក នអត់ចេះ លើ សោ ក ះ ទី ឯណា 1 គ្ ហ៎ រូ អានិសង្សលើកទី ចា 1 ហ្នឹងហើយរៀន2 ដងក៏អានិសង្សលើកទី 1 រៀនទី3 4 ដងក៏អានិសង្សទី ដល់លើកទី 4 អត់ទេអានេះសង្កើតរហូតលោកគ្រូ 1 អញ្ចឹងហ៎ ចា បាទ តែកន្លែ កន្លែ ង ង ឆ្ងល់ យ៉ាងណា ឆ្ ក៏ ងល់ រៀន មក តែ អ៊ំសេ ដល់លើកទី 1 អត់តន់ឆ្ងល់លោកគ្រូតលើកទី មកអ៊ំ 2 បាន សេ ឆ្ងល់ ចា អ៊ំសេ ទោះ មើល យ៉ាង ទំ ណា ព័រ ក៏មុនរៀនហើយក្រោយរៀនវាល្អយ៉ាងណាខុសគ្នាដែរទោះបីរៀនអត់ចេះក៏ដឹងថាខ្លួននឹងវាមិនដែរលោកគ្រូបើ ដឹង ថា ចឹ ថា ងហ៎ ខ្លួនឯងអត់ចេះ ចា មិន មែ អ ន ត់ តា ដឹង បងនិ ថា យាយ ខ្លួនឯងអត់ចេះពីមុនគិតថាខ្លួនចេះតែដល់ពេលបានរៀនទៅដឹងថាខ្លួនអត់ចេះ អញ្ចឹងហ៎ ចាលោកគ្រូ ហ្នឹងហើយខ្ញុំអ ហើ ត់ យ ចេះណាលោកគ្រូតែខ្ញុំចូលមួយគេនេះអីវល់ពួកគេថាខ្ញុំចេះខ្ញុំឆ្ងល់ខ្ញុំចេះមកបែបនេះហើយខ្ញុំ តែ នឹង ខ្ញុំ ប្រាប់គេ បា ថា ន ខ្ញុំអត់ចេះទេអត់ចេះទេ ដែលខ្ញុំបានស្គាល់ខ្លួនឯងច្បាស់ថាអត់ចេះហ្នឹងដោយសារលោកគ្រូហើយក៏មិនភ្លេចគុណលោកគ្រូដែរអរគុណលោកគ្រូ ហ្នឹងហើយ ច្រើ អញ្ចឹ ន ងអញ្ចឹ ចា ងអរគុណខ្ញុំដែលខ្ញុំបរៀនឲ្យអត់ចេះណោះ មែនទេបរៀនឲ្យដឹងថាខ្លួនអត់ចេះ ចេះកុំអី បា ចេះ ទ គ្រប់ ហ្នឹង រឿង ហើ អា យ នេះណោះ ចាចា អ ចា ត់រៀនទៅចេះគ្រប់ បាទ រឿង ខ្ញុំធ្លាប់នឹកឃើញពាក្យនឹងមួយណាអ្នកមីងសូដាមានប្រសាសន៍ចាំមក ចា ខ្ញុំនឹកឃើញថាខ្ញុំចង់សរសេរ caption post ប្រហែលដងតែវាបច្ច័យវាមិនគ្រប់វាចេះតែនេះណាថាខ្ញុំចង់លើកឡើងណាទាំងអស់គ្នាពិតជាមនុស្សមានសំណាងណាស់បានសេពគប់ចំមិត្តភ័ក្តិឬក៏កល្យាណមិត្តដែលដឹកនាំយើងឲ្យដឹងតែខ្លួនយើងភ្លើណាប្រើពាក្យអាក្រក់ ចា បន្តិចសុំទោសណាបាទ អីទេលោកគ្រូការ មែនទេ ប៉ັດអត់ ចាលោក ចាលោកគ្រូ ចាអញ្ចឹងមែ ព្រោះ ន អី លោកគ្រូ មិនងាយមាននរណាហ្នឹងហើយនៅក្នុងលោកជាពិសេសខាងអាណាចក្រគេដែលដឹកនាំឲ្យដឹងថាខ្លួនយើងភ្លើឯង អ អ អ ត់ តើ ហ្នឹងហើយអត់ងាយទេមានតែដឹកខ្លួនដឹកនាំឲ្យយើងគិតតែខ្លួនឯងចេះឲ្យឡើងទេម្នាក់មិនដឹងថាខ្លួនឯងល្ងងទេមិនចឹងណា តើ ចា រៀនចេះទាំងអស់លោកគ្រូស្អីក៏ចេះដែរស្អីក៏ ហ្នឹង ដឹង ហើយ ដែរ អីក៏ដឹង ឲ្យ ដែរ យើងសំណាង ឯង ណា សួរ បានសេពគប់លោកគ្រូឲ្យជាដើមណាដឹកនាំណាដល់ពេលរហូតដល់យើងចេះ ខ្លួនឯងភ្លឺណាស់ គិតដឹងតែខ្លួនឯងល្ងងខ្លួនឯងនៅមានបាបមានអកុសលដឹងថាខ្លួនឯងពេលលក្ខធរនៅពេញខ្លួនមែនទេពេលលក្ខហ្នឹងប្រហែលថាល្ងងខ្លៅមិនចឹងណា ចា ចាលោកគ្រូ ហ្នឹងហើយបើមិនដឹងថាខ្លួនឯងល្ងងទេខ្លាចជាអ្នកចេះខ្លាចជាបណ្ឌិតបានទេ អត់ អត់ អ ទេ ត់បានលោកគ្រូ អត់បានទេណា ពេ អ ញ ញ្ចឹងបាន ពេញ មាន ពេញបា ពា ត់ ក្យ ហើយ ព្រះអង្គសម្ដែងបុគ្គលល្ងងខាន់តែល្ងងព្រោះតែសម្គាល់តែខ្លួនឯងចេះមិនចឹងណា ចា ណែតែបើខ្លួនល្ងងទេតែដឹងតែខ្លួនល្ងងនឹងខ្លាចជាបណ្ឌិតបានខ្លះមិនចឹងណោះឃើញទេ ចាចា ហ្នឹងហើយអញ្ចឹងបានថាសិតតអ្នកមានសំណាងណាសេពគប់ចំមនុស្សដែលដឹកនាំឲ្យយើងដឹងថាខ្លួនឯងល្ងងណា បាទ ហ្នឹងហើយដឹងតែខ្លួនឯងល្ងងខ្លួនឯងអត់ចេះខ្លួនឯងអត់ដឹងខាន់តែច្រើនហ្នឹងហើយខាន់តែល្អអញ្ចឹងណា ចា ហ្នឹងហើយតែបើគិតថាខ្លួនឯងចេះខ្លួនឯងដឹងគ្រប់រឿងតែរហូតហ្នឹងហ្នឹងហើយគឺថាវាវិញទេណាហ្នឹងព្រះអង្គសម្ដែងណាយល់ទៅ ចា ចាលោកគ្រូ ហ្នឹងហើយអរគុណអ្នកមីងសូដាធ្វើឲ្យខ្ញុំបញ្ចេញសំនៀងវាចាយ៉ាង3រស់ យ៉ាងពិសេស តែខ្ញុំភ្លេចគុណលោកគ្រូឯងដែលលោកគ្រូឃើញខ្ញុំសុំចូលរៀនអូសចូលភ្លាមនិយាយពីចង់ចូលរៀនឡើងយូរឆ្នាំត្រឹមបានចូល បាទហ្នឹងហើយខ្ញុំគិតថាថ្នាក់ខ្ញុំមិនមានអ្នកតាមរៀនអីយូរណាបាន10 20អ្នកអីចឹងទេបាទមានណារៀនតាំងពីដើមចិត្តចប់អត់យល់អីក៏នៅរៀនជាមួយដែរណាហ្នឹងដឹងមិនដែរ អត់ស៊ូបានលោកគ្រូ យល់យ៉ាងនេះលោកគ្រូបានស្គាល់ឡើងច្រើន
គាត់តែដល់ពេលចង់និយាយចង់សួរអីសួរអត់កើតណាលោកគ្រូ còn អញ្ rô ចឹង cả ហ៎ lánh xua ở con khơi វា đây ចេះ lúc rú ចាចា លោកគ្រូកុំអាលបាក់ទឹកចិត្តអីលោកគ្រូឃើញលោកមួយឆ្នាំពីរឆ្នាំទៀតកុំសោះចេះចឹងលោកគ្រូ bạn cái ទៅ tay ត cả រៀនតា tay ឡើងវិញម្ដងទៀតអត់ចេះសួរលោកគ្រូតរៀនម្ដងទៀតអត់ចេះសួរ តើត្រូវតែ ណែ មីង ហ្នឹង តរៀនសារ ហ្នឹង ផឹក អា ឡើងវិញ ឲ្យខ្ញុំជឿឲ្យតែព្យាយាមរៀនហើយរៀនទៀតម្ដងហើយម្ដងទៀតវីដេអូដែរណាគង់តែមានកន្លែងឆ្ងល់ឲ្យតែចាប់ដើមចេះច្រើនតិចមានកន្លែងឆ្ងល់ហើយណាស់តែអាចចេះអត់ច្រើនហ្នឹងតើ បានតែរក គ្រូ ឆ្ងល់ នេះអាចយកអានិសង្សទី1ហ្នឹងគ្រូដល់ពេលចឹង អា ទៅ ហ្នឹង តយល់តែឲ្យចេះសួរអត់តហ្នឹងគ្រូត បាទ សាល ហ្នឹង មួយសាលទៀតមិនចេះសួរ អត់ទេបើសភៅខ្លះលោករៀបរៀងលោកបង្កើតសំណួរឲ្យហ្មង សំណួរឲ្យផ្ដល់ចម្លើយនៅក្នុងមេរៀននឹងក៏មានដែរណាបាទ ហ្នឹងឯងអីទេខ្ញុំវិជាគុណទប់ទល់បានណាហ្នឹងហើយទៅទៀតចឹង លោកគ្រូអាចទប់ទល់បានលោកគ្រូហ៎ បាទអមសែននៅគៀមកុំតមាត់បាទ អញ្ចឹងយើងមើលសោបនៈជាតិសឹក25ណាហ្នឹងហើយប្រកបជាមួយសោបនៈចិត្ត59ឬក៏91ដួង59សង្ខេប91ពឹស្ដាអញ្ចឹងណាបាទហ្នឹងហើយវាប្រកបក្នុងចិត្តនេះ59ដួងបើគិតជាន័យវិញចាប់ពីន័យទី13ដល់ទី16រួមជា4ន័យឃើញទេហ្នឹងហើយមានរឿងត្រូវនិយាយគ្នាទៀតហើយណាបាទអញ្ចឹងបានការចាំចិត្តចេតសិកអីមកហ្នឹងពីដំបូងហ្នឹងគឺសំខាន់ណាស់ពេលសម្ប្រយោគសំអីឲ្យយើងយល់អានេះទៅរៀនបកណ្ណកៈហ្នឹងហើយក៏រត់ទៅយល់បន្ថែមទៀតណាបាទអញ្ចឹងយើងមើលណានៃទី13សោបនៈសាធារណៈចេតសិក19មានសទ្ធាជាដើមប្រកបបានទូទៅក្នុងសោបនៈចិត្ត59ឬ91ចឹងណា បា គឺ ទ អីគេគឺក្នុងគឺកាមាវចរៈសោបនៈចិត្ត24មហកតៈចិត្ត27លោកុត្តរៈចិត្ត8ឬ40គឺកើតក្នុងសោបនៈចិត្តគ្រប់ដួងឃើញទេ បាទបាទ ហ្នឹងហើយអញ្ចឹងសោបនៈសាធារណៈចេតសិកសាធារណៈទូទៅប៉ុន្តែទូទៅហ្នឹងមិនមែនដូចសព្វចិត្តសាធារណៈទេយល់នៅ អានេះទូទៅ បើសព្វចិត្តសាធារណៈឃើញលោកអត់ប្រើពាក្យសព្វចិត្តសាធារណៈសព្វចិត្តសាធារណៈដូចអីគេភាសៈវេទនាសញ្ញាអីជាដើមហ្នឹងមែនទេត្រូវទេ ចា បាទ លោកប្រើត្រឹមសោបនៈសាធារណៈចេតសិកឃើញទេសូម្បីតែការប្រើពាក្យហ្នឹងក៏លោកមិនចេះតែប្រើដែរតែលោកអាចដាក់ចេះក៏បានសព្វសោបនៈសាធារណៈចេតសិកចឹងក៏បានដែរអញ្ចឹងណាចេតសិកដែលកើតគ្រប់អីគេគ្រប់សោបនៈចិត្តអញ្ចឹងបានប៉ុន្តែអត់កើតនៅក្នុងអកុសលទេឃើញទេ ចា ចាអញ្ចឹងបើមានតិចជាងអញ្ញសមាណាលោកគ្រូអញ្ញសមាណាទាំងអស់ហ្មង បាទហ្នឹងហើយវាមានចេតសិកអា7ហ្នឹងគ្រប់ដួងណាអញ្ចឹងណាបាទ ចាលោកគ្រូ ហ្នឹងប៉ុន្តែមានចិត្តខ្លះកើតខ្លះមិនកើតទៅពេលអញ្ចឹងទៅហ្នឹងហើយវល់នៅទាំងគ្រូទាំងសិស្សពេលខ្លះនឹករមឃើញដែរ អញ្ចឹងយើងមើល19នេះកើតគ្រប់ដួងទាំងអស់ណាបាទតាំងពីកាមាវចរៈ24ឡើងមករហូតដល់លោកុត្តរចិត្តមាន19ហ្នឹងណាបាទហ្នឹងហើយប៉ុន្តែពេលកើតឡើងវាមិនមែនមានតែ19ហ្នឹងទេអញ្ចឹងវាមានចេតសិកផ្សេងទៀតវាមានពពួកអញ្ញសមាណាអីចឹងណាឃើញទេ ចា នៅពេលខ្លះក៏មានវិរតិពេលខ្លះក៏មានអបមញ្ញាពេលខ្លះមានបញ្ញាកើតជាមួយអីទៀតចឹងបើជាញាណសម្បយុទ្ធមានបញ្ញាហើយបើចិត្តនោះសមណោះហ្នឹងហើយមានអញ្ញសមាណាទាំង13អីចឹងណាឃើញទេ មកចា ចឹងហើយបានកុសលាធម្មេអង្គធម៌បានដល់កុសលចិត្ត21ចេតសិក38នោះណា ចា អញ្ញសមាណា13សោមនៈ25មិនចឹងទេត្រូវទេ ចា ដល់ទៅ38អូខេ លោកគ្រូមហាកតៈចិត្ត24 27រាប់មិនឲ្យបាន27លោកគ្រូ រូបាវចរៈ
15អរូបាវចរៈ12សរុបទៅប៉ុន្មានបងសីលៈ 27 ហ្នឹងហើយអញ្ចឹងបើរាប់រាយថារូបាវចរៈកុសល5រូបាវចរៈវិបាក5រូបាវចរៈកិរិយា5ហើយនឹងអរូបាវចរៈកុសល4អរូបាវចរៈវិបាក4អរូបាវចរៈកិរិយា4សរុបទៅ27ដៀទៅក្នុងរួចមិនចឹងណា ចាលោកគ្រូ គ្រូមិនតែកន្លែងហ្នឹងហៅមហាកតៈចិត្ត27អត់ហៅរូបាឬអរូបាចឹងគ្រូ អូ អាហ្នឹង ហៅកាត់ ហៅ ពា ស ក្យ រុបលោកគ្រូ បាទពាក្យគេហៅពាក្យបច្ចេកទេសណាចិត្តនឹងសំដៅដល់ចិត្តដែលតាំងណែនមមនៅក្នុងអារម្មណ៍អញ្ចឹងគេប្រើពាក្យឬក៏ចិត្តដែលជាធំបើប្រៀបធៀបទៅនឹងកាមាវចរៈណា ចា ប្រៀបធៀបមួយកាមាវចរៈណា ឲ្យតែមហាកតៈហ្នឹងយើងដឹងតារូបា នៅ ហើយ នៅ នឹងអ ហ្នឹង រូបា ហើយ នៅក្នុងហ្នឹង ហ្នឹងហើយអញ្ចឹងបានលោកដាក់ចំនួនឲ្យយើងមើលទៅនេះគឺ27 ចា អញ្ចឹងហ្នឹងហើយវាខុសពីអបណាបើអបណារាប់មិនយកទាំង27ហ្នឹងទេអញ្ចឹងណា អបណាតាម26 គេយកមហាកតកុសល9មហាកតកិរិយា9លោកកតរៈ8វិញអញ្ចឹងណាឃើញទេ លោកគ្រូមាន វា យក វាលោកកតរៈវិបាកអូសំទោសវាមហាកតវិបាក វាមហ 9 ក អ ត ញ្ចឹង វិ ណា បា បាទ ក9 លោកគ្រូយើងមាន27ដួងជាមហាកតៈហ្នឹងមានយកទៅគុណជាមួយសោតតាសកតិអនាគីអីឯងលោកគ្រូអត់ទេណោះ នឹងអត់ពាក់ព័ន្ធទេណាបាទនេះជាលោកយៈចិត្តបាទចង់យកគុណមិនចង់យកគុណមិន ចង់និយាយ អ ថា ត់យក មានសោតអីគេហៅឈានមិនទេលោកគ្រូ សោតតាដែលបា អា ន នេះ ឈា លោក ន យៈឈានផ្សេងអញ្ចឹងណាបាទ ចា អត់គុណឡើង8ឬ40អីទេមានតែ27រហូតអញ្ចឹងណាថេប៉ុណ្ណឹង ចាចា អូខេអូខេអញ្ចឹងយើងមើលតទៅទៀតអញ្ចឹង19នេះអត់បាក់គិតទេណោះព្រោះអីវាកើតគ្រប់សោបនៈចិត្តមិនអញ្ចឹងណាបាទ ចាលោកគ្រូ អញ្ចឹងយើងមើលឥឡូវមើលន័យទី14ន័យទី14នេះលោកលើកអំពីអីគេដែលប្រកបជាមួយនឹងសោបនៈចិត្តទៅ16ឬ48ណាមើលវិរតិចេតសិក3គឺសមាវាចានិងសម្ដីត្រូវសមាកមន្តៈការងារត្រូវសមាជីវៈការចាំជីវិតត្រូវប្រកបជាមួយសោបនៈចិត្តបាន16ឬក៏48គឺមហាកុសលចិត្ត8ឃើញទេលោកកតរៈចិត្ត8នេះអា16ហ្នឹងលោកគិតបែបសង្ខេបនេះគឺកើតនៅក្នុងមហាកុសល8លោកកតរៈចិត្ត8ឃើញទេយល់ទេយល់បាននៅ បាទបាទ តែបើគិតពិស្ដាគឺនេះមហាកុសល8និងលោកកតរៈ40 លោកកតរៈ សរុបទៅមិនប្រហែល 48លោក 48 មិន48ណោះ ចា បាទបាទ ត្រូវទេ ត្រូវលោក ទេមិញបូកខលមើលលោកកតរៈកុសលអូមហាកុសល8ត្រូវហើយនឹងលោកកតរៈ40ត្រូវ48អូខេ ចាលោក អញ្ចឹងនេះបាទនៅលោកបញ្យលនៅខាងក្រោមនេះថាវិរតិចេតសិក3នេះកើតក្នុងមហាកុសលចិត្ត8រមែងមិនប្រកបព្រមគ្នាទាំង3ទេឃើញទេ ចា កើតម្ដងបានប៉ុន្មានបើ បាន កើត មួយបើកើតម្ដងបានតែមួយទេនៅក្នុងមហាកុសលចិត្ត បាទ ម្ដងបានតែមួយឯង បាទនេះព្រោះមានអារម្មណ៍ផ្សេងគ្នាតែការកើតក្នុងលោកកតរៈចិត្ត8ដួងឬ40ដួងរមែងបានព្រមគ្នាទាំង3ព្រោះជាអង្គមគ្គឃើញទេ ចា មានព្រះនិព្វានជាអារម្មណ៍តែមួយដូចគ្នាឃើញទេ ចា ប៉ុន្តែបើកើតនៅក្នុងលោកយៈអញ្ចឹងសំណួរសួរថាហេតុអីបាននៅក្នុងលោកយៈมันអាចកើតព្រមគ្នាទាំង3បានដោយសារអីយើងមើល ដោយសារអារ ស ម្មណ៍ មា ផ្សេ វា ង ចាវាពាក់ព័ន្ធនឹងអូយម៉ែសុំនេះ វាចា មកសុំ មកអូនសេ មកអូន មក សេ គ្រើតគេ ដែរ មកអូនសេមកគ្រើតគេវាយគេលើតែផ្លាច់ មកអូនសេះ អញ្ចឹងហេតុអីបានវិរតិ3 អស់ព្រលឹងអស់ព្រះលីងលោកគ្រូអើយ
លោកគ្រូ អូន ហាម ទេ ជួប ណា គ្នា ល្ងា ក្នុង ម ម៉ោងរៀន ណែហាមឆ្លោះគ្នាក្នុងខមមិនហាមឆ្លោះគ្នាក្នុងម៉ោងរៀនណាញ៉ៃញ៉ៃពីនៅមកអូនស្អីយើងមើលវីរតិ3នេះដោយសារអញ្ចេះវាពាក់ព័ន្ធនឹងសមាវេចាពាក់ព័ន្ធនឹងវាចាក់ការពោលពាក្យសម្ដីកុហកញុះញង់រយរាយឥតប្រយោជន៍សម្ភារបលាបៈអីឬក៏ប្រើពាក្យអាក្រក់រុករានអីមិនចឹងណា ចា នៅវាពាក់ព័ន្ធចេតនាវាចាអកុសលចេតនាដែលប្រុងកុហកជាដើមមិនចឹងណាឃើញទេ ចាលោកគ្រូ ហើយដល់ពេលសមាកមន្តៈហ្នឹងហើយគឺចេតនាវាចា ចាការងារ កាយទុច្ចរិត3ហ៎ ទុច្ចរិ គឺ ត ចេតនាប្រុងសម្លាប់ប្រុងលួចជាដើមមិនចឹងទេឃើញទេ បាទបាទ ពេញអារម្មណ៍ខុសគ្នាហ៎ ខុសគ្នា មួយពាក់ព័ន្ធនឹងវគ្គជ័យ សម្ដី ទុច្ចរិតហ្នឹងហើយលះសម្ដីទុច្ចរិត2វាពាក់ព័ន្ធនឹងការងារទុច្ចរិតណាបាទលះការងារទុច្ចរិតហើយដល់ពេល3នេះហ្នឹងហើយគឺសមាជីវៈវាពាក់ព័ន្ធនឹងការលះនិង ការចិញ្ចឹមជីវិត មិច្ឆាជីវៈ វិឆាជីវៈ ហ្នឹងហើយគឺចេតនាវាចាឬក៏ហ្នឹងហើយលះនៅការចិញ្ចឹមជីវិតមិនប្រពៃខុសធម៌មិនប្រកបដោយធម៌មិនចឹងដែរការចិញ្ចឹមជីវិតខុសមិនចឹងមិច្ឆាជីវៈមិនចឹងណា5ហ្មង ចាលោកគ្រូ ត្រូវទេណា ចាត្រូវហើយ អញ្ចឹងអារម្មណ៍វាខុសគ្នាអញ្ចឹងមិនមែនដឹងតែពៀនទេដឹងជាលោកកិយៈអារម្មណ៍ផ្សេងៗគ្នាអញ្ចឹងណាមិនចឹងណាត្រូវទេ ចាលោកគ្រូ អញ្ចឹងហើយបានអវិរតិកើតនៅក្នុងលោកយៈហ្នឹងអត់មានកម្លាំងទៅបហាកិលេសអាចជាសមុទ្រឆេទេយល់នៅ ចាព្រោះវាកើតបានម្ដងតែមួយ ប៉ុន្តែក៏ល្អដែរឈ្មោះថាសន្សំដែរឃើញទេ ចា អាខណៈវាចានៅមិច្ឆាវាចាមិច្ឆាកមន្តៈមិច្ឆាជីវៈវាចាហ្នឹងណានឹងចេតនាហ្នឹងក៏ឈ្មោះថាសន្សំលោកយៈអីលោកយៈវិរតិហ្នឹងណាលោកយៈមគ្គហ្នឹងអាហ្នឹងហៅលោកយៈមគ្គឲ្យបានទេណា ចា ការរឿយៗបានទៅវាទៅជាឧបនិស្ស័យមានកម្លាំងទៅច្រើនទៅណាខ្លាំងទៅទៅជាឥន្ទ្រីទៅជាអីហ្នឹងណាយល់នៅ ចាអញ្ចឹងមគ្គកើតក្នុងលោកយៈបានតែម្ដងមួយ ម្ដងមួយហ្នឹងហើយបញ្ញាអីហ្នឹងកើតម្ដងបើបញ្ញាវាអាចកើតជាមួយពពួកមគ្គដតីដែរគ្រាន់ថាវាលេចធ្លោម្ដងបានតែមួយឯងអញ្ចឹងណាបាទ ចា យល់នៅ ចាគ្រូ ដល់ពេលវិរតិនេះវាកើតក្នុងលោកតរៈហ្នឹងហើយទីមួយជាអង្គមគ្គផងហើយមានព្រះនិព្វានដូចគ្នាផងហ្នឹងហើយទៅមគ្គនេះមានកម្លាំងអាចបហាកិលេសដាច់ជាសមុច្ឆេទឬក៏ធ្វើឲ្យស្រាលស្ដើងមិនចឹងណោះត្រូវទេ ចា មែនទេមកអ៊ំស្អីបាទឥឡូវយើងមើលលោកបញ្យលបន្តបងស្អីកុំញ៉ៃញ៉ៃលឺនៅមកអ៊ំស្អី អញ្ចឹងលែងហ៊ានឆ្លើយឲ្យលោកគ្រូឥឡូវលែងហ៊ានឆ្លើយឲ្យព្រោះមាន2 បងស្អីកុំតមាត់អញ្ចឹងវិរតិចេតសិក3នេះមិនកើតក្នុងមហាវិបាក8មហាកិរិយា8និងមហាកតៈចិត្ត27ទេព្រោះអ្វីទៅមកស្អីព្រោះមហាវិបាក8មិនមានវិរៈមិតពវត្ថុនឹងវត្ថុក៏3វាហ្នឹងណា ចា នឹងអត់មានធ្វើកិច្ចហ្នឹងហើយវានៅវត្ថុដែលគួរវាហ្នឹងហើយមានអីគេវត្ថុហ្នឹងជីវិតសត្វអីជាដើមអញ្ចឹងហ្នឹងឃើញទេ ចា ទ្របគេជាដើមហ្នឹងបាទដែលត្រូវវាអីទេបាទវាត្រឹមតែជាវិបាកយល់ទេហាវិបាក8ហ្នឹងណាអញ្ចឹងវិរតិហ្នឹងអត់អាចកើតជាមួយទេអញ្ចឹងណានឹងព្រោះមហាកិរិយាចិត្ត8ដែលវិរតិមិនកើតជាមួយព្រោះជាចិត្តព្រះអរហន្តដែលលោកបានប្រហារទុច្ចរិតកម្មហ្នឹងហើយដោយសមុច្ឆេទបហានហើយសមុច្ឆេទបហានហ្នឹងមានន័យថាមកពីសមុច្ឆេទវាថាដាច់សូនតិចទីទាំងរឹសទាំងគល់ហ្នឹងណាយល់ទេដាច់អស់លីងហើយបហានៈប្រែតែលះឃើញលោកពូព្រំឡែនមើលគេថាបហានៈហ្នឹងហ្នឹងគេប្រែថាការលះហ្នឹងបានតែលោកកតរៈហ្នឹងអាហ្នឹង
លះដាច់ជាសមុជឆេតហ្នឹងក៏ត្រូវដែរប៉ុន្តែលោកយៈឈ្មោះលះដែរដូចជាសមបធានអ្នកអីចឹងណាបាទយើងប្រើពាក្យហ្នឹងឯងវះលះបាត់ចាស់ចម្រើនបុណ្យថ្មីអីនោះបាទសង្ឃវរប្រធានបហានប្រធានអីនោះបាទលះផ្លែតដែរបាទអញ្ចឹងណាអញ្ចឹងវិរតិ3stop ចាំផ្លេតអានបញ្ចប់សិនអញ្ចឹងវិរតិ3នេះมันកើតក្នុងមហាកិរិយា8ព្រោះព្រះអរហន្តណាលោកលះនៅលះឬក៏ប្រហានទុច្ចរិតកម្មផ្សេងលោកភៈទោសៈមោហៈអកុសលចិត្តទាំង12សំបីតែកុសលក៏លោកលះអស់ដែរមិនចឹងដែរត្រូវទេបាទលោកគ្រូ ចាលោក បាទហ្នឹងហើយលោកនៅមានតែអព្យាកតៈឬក៏សោបណៈដែលជាអព្យាកតៈទេអលោភៈអទោសៈអមោហៈដែលនៅនោះក៏ជាអព្យាកតៈដែរយល់ទេវាអត់ផលិតវិបាកអត់ផលិតផលតទៀតទេបាទអញ្ចឹងហើយមួយទៀតណាហ្នឹងហើយមូលហេតុมันកើតក្នុងមហាកិរិយាចិត្តហ្នឹងដោយសារអញ្ចឹងនឹងដែលมันកើតក្នុងមហាកតៈចិត្ត27នោះព្រោះមហាកតៈចិត្តមានអារម្មណ៍ជាមហាកតៈនឹងមិនមានវិរមិតពវត្ថុមិនមានវត្ថុដែលគួរវាហេតុអីបានមិនមានវត្ថុដែលគួរវាព្រោះមហាកតៈចិត្តកើតឡើងមានអីជាអារម្មណ៍មានបញ្ញត្តិជាអារម្មណ៍ បាទមានបញ្ញត្តិក៏មានបរមត្តក៏មានមានអារម្មណ៍ ប៉ុន្តែ មហាកតៈ ហ្នឹងហើយត្រូវហើយបើវិបាកវិញវាកើតក្រៅទ្វារទៅទៀតមិនចឹងណា ចា នៅ9ដួងហើយប៉ុន្តែមហាកតៈកុសល9មហាកតៈកិរិយា9នោះទោះបីតែនេះក៏កើតក្នុងមโนទ្វារហ្នឹងក៏ហ្នឹងហើយអារម្មណ៍យើងមើលអារម្មណ៍របស់រូបាវចរៈចិត្តទាំង15មានបញ្ញត្តិណាកសិនបញ្ញត្តិអីអសុបអីជាដើមមិនចឹងណាមានទៅឃើញត្រប់គេចង់លួចអីត្រូវវាអីមិនចឹងណាអង្គុយសម្លឹងដីសម្លឹងរហូតដល់កើតជាតិហ្នឹងមិនចឹងត្រូវទេអញ្ចឹងមានកសិនមានអីជាអារម្មណ៍ នឹងដល់ពេលអញ្ចឹងមានតែឃើញលុយគេຕົកប្រហែសប្រងលួចទេណាមិនចឹងណាចាអត់ ហ្នឹងហើយព្រោះវាកើតតាមណូទ្វាហ្នឹងចិត្តហ្នឹងមិនចឹង បើរូបាមានអាកាសានញ្ចាមានចិត្តយកមកជាអារម្មណ៍វិញ ហ្នឹងហើយឧទាហរណ៍វិញ្ញាណញ្ចាយតនៈឈាន3អញ្ចឹងឬក៏នេវសញ្ញានេសញ្ញាយតនៈឈាន3អញ្ចឹងមានមហកតៈអរូបាវចរៈចិត្តជាអារម្មណ៍ហ្នឹងឃើញទេ ចា មានអីត្រូវវាមិនចឹងអញ្ចឹងលោកដាក់ថាវិរតិ3មិនកើតក្នុងមហាវិបាកមិនកើតនៅក្នុងមហាកិរិយាមិនកើតក្នុងមហាកតៈ27ត្រូវទេសមទេសមលោកគ្រូត្រូវ ហ្នឹងហើយសមណាស់អញ្ចឹងណាស់តែមិនរៀនបានសមមិនអញ្ចឹងណា ចា បាទអញ្ចឹងធរនេះសមមិនសមមិនមែននៅលើយើងថាទេវានៅលើសភាវៈអញ្ចឹងណាយល់នៅ ពិតប្រកបមែនចា ពិតប្រកបអូខេអញ្ចឹងណោះហើយនៃទី15នៅតែ2នៃទៀតទេហ្នឹងហើយគឺប្រមាញ់មិញណាគេចង់ឆ្ងល់អីមិញបាទ បងសេរី គ្រូទៅចង់កន្លែងវិរតិ3នៅក្នុងលោកុត្តរៈតែកើតរួមគ្នាបានទាំង3ហ្នឹងលោកគ្រូខ្ញុំឆ្ងល់កន្លែងហ្នឹងហើយកើតរួមគ្នាទាំង3ហ្នឹងល្មិចទៅកើតល្មិចទៅបើអត់ជាអង្គមេអី ព្រោះជាអង្គមេអង្គដែលលឺអរិយមេអង្គ8ហីអរិយមេអង្គ8វាមិនមែនមានតែវិរតិ3នឹងទេគ្រាន់ថាអា3ហ្នឹងបើកើតក្នុងលោកយៈវាកើតបានតែមួយទេហើយគណៈខ្លះក៏វាអត់កើតទាំង3នឹងទៅទៀតអញ្ចឹងណាយល់ទេ ចា ហ្នឹងប៉ុន្តែបើមគ្គចិត្តកើតឡើងដាច់ខាត13ហ្នឹងឯងសមាវាចាសមាកមន្តៈសមាជីវៈមកកើតផ្ដុំគ្នាជាមួយបញ្ញា ចា សមាទិដ្ឋិហ្នឹងជាមួយសតិជាមួយវិរិយៈឯកកតាអីហ្នឹងគឺទូអង្គមេ គឺផ្ដុំគ្នាពេលហ្នឹងបហាកិលេសតែម្ដងអញ្ចឹងណាហ្នឹងហើយវាជាអង្គមេអស់យល់នៅហើយមានតែពៀនគណៈនោះវាមានតែពៀនជាអារម្មណ៍ដូចគ្នាទាំង3ហ្នឹងហើយបញ្ញាសតិអីឲ្យចម្នាក់ទាំងអស់ឲ្យជាតសឹកផ្សេងទៅកើតជាមួយ36គណៈនោះមាន36ហ្នឹងគឺ មាន ដឹងនៅពេលព្រមគ្នាអញ្ចឹងណាប៉ុន្តែគ្រាន់តែតួដែលច្បាស់បច្ចៈ
អីគេបញ្ជាក់នៅអរិយសច្ចៈហើយធ្វើកិច្ចប្រហាអីគឺបញ្ញាហ្នឹងវានាំមុខវាស្រួចចឹងណាយល់ទេដូចជាដាវសាមរ័យចឹងបញ្ញាយល់នៅកាត់កិលេសវត្តពេលហ្នឹង ហ្នឹងហើយ អារម្មណ៍គាត់ព្រមគ្នាទាំង3ហ្មងអញ្ចឹងលោកគ្រូ បាទហ្នឹងហើយមិនមែនតែពេលកើតឡើងក្នុងលោកតរៈយើងមើលនៅក្នុងមគ្គចិត្តមានចេតសិក36អរិយមគ្គអង្គ8អូអរិយមគ្គ8ហ្នឹងមិននៅក្នុងនឹងមិនយ៉ាងណាចា៎ នៅក្នុងនោះមានវិរតិ3ហ្នឹងឯងសមាវិជ្ជាសមាកមន្តៈសមាជីវៈហើយបញ្ញាហើយនឹងសតិហើយនឹងវិរិយៈហើយនឹងឯកកតាមិនចឹងណាហើយវិតកៈមួយទៀតមិនចឹងណាតើទេចា៎វិរិយៈតែជាអង្គមេកើតព្រមគ្នាអញ្ចឹងតែបើក្នុងចិត្តយើងធម្មតាកើតមហាកុសលកើតអីយណាមានបញ្ញាជាមគ្គអីចឹងទៅតែអត់មានវិរតិក៏មានដែរមិនចឹងណាចាចា លោកគ្រូមិនដោយសារថាមគ្គកើតមិនមែនដោយសារមគ្គកើតតែមួយខណៈឯងអញ្ចឹងវិរតិត្រូវចូលមកបហាមួយខណៈហ្នឹងតែម្ដងបាទនៅអាហ្នឹងក៏ត្រូវដែរណាបាទប៉ុន្តែសំបីតផលអីហ្នឹងក៏វាកើតច្រើនគណៈក៏វាអាចមានវិរតិ3ហ្នឹងដែរអញ្ចឹងណាយល់ទេហ្នឹងហើយផលកើតច្រើនគណៈពេលខ្លះកើតរាប់សែនលានគណៈបន្តគ្នាពេលលោកចូលផលសមាបត្តិអីហ្នឹងណាយល់នៅចេតសិក36ហ្នឹងកើតទាំងអស់ហ្នឹងហើយចេតសិក36ហ្នឹងមានវិរតិ3ហ្នឹងកើតរហូតអញ្ចឹងណាបាទចាយល់នៅហើយពេលនោះក៏ដឹងតែនិព្វានដូចគ្នាទាំងអស់ហ្នឹងយល់ទេចាណែបងអ្នកសួរយល់អត់បងអ្នកសួរបងមួយសៀងហ៎បងមួយសៀងអារម្មណ៍គាត់ព្រមគ្នាទាំង3ហ្នឹងដូចថាវាចាគាត់ល្អប្រពៃហើយទៅសមាកមន្តៈហ្នឹងគាត់វាកាយទុច្ចរិត3ចុះដល់នៅក្នុងមហាកុសលអារម្មណ៍គាត់កើតម្ដងបានតែមួយទេចុះដល់ចូលដល់អង្គមគ្គគាត់កើតព្រមគ្នាទាំង3អត់មានឆ្លាស់គ្នាលោកគ្រូអត់ទេអត់ឆ្លាស់គ្នាទេអញ្ចឹងមានន័យថាកើតព្រមគ្នារលត់ព្រមគ្នាតែម្ដងអញ្ចឹងឯកុបបាទៈឯកុបបាទៈឯកនិរោធៈហើយនឹងអីគេឯកាលំបណៈឯកវត្ថុកៈហើយមានអារម្មណ៍តែមួយដូចគ្នាព្រមគ្នាចឹងឯងអញ្ចឹងណាលោកគ្រូចិត្តកើតបានម្ដងតែមួយតែដល់ពេលចិត្តខ្ពស់អាចដឹងអាចកើតបានម្ដងទាំងអស់ចឹងឯងលោកគ្រូណាហ្នឹងហើយខ្ញុំចេតសិកចេតសិកទំបីចិត្តក្រមក៏មានចេតសិកច្រើនដែរគ្រាន់ថាពាក់ព័ន្ធនឹងវិរតិហ្នឹងក្នុងមហាកុសលកាមាវចរៈធម្មតាហ្នឹងវាកើតបានតែមួយទេអញ្ចឹងណាចាម្ដងណាប៉ុន្តែសរុបទៅក្នុងមហាកុសល8អាចកើតទាំង3ប៉ុន្តែវាកើតឆ្លាស់គណៈគ្នាយល់ទេនៅពេលអារម្មណ៍ហ្នឹងហើយអារម្មណ៍វាខុសគ្នាប៉ុន្តែក្នុងលោកតរៈហ្នឹងមកព្រឹបហ្នឹងគឺវាកើតព្រមគ្នាទាំង3ហ្នឹងយល់ទេចាហ្នឹងហើយបាទអញ្ចឹងត្រឡប់ទៅមើលslide នៅក្នុងយើងរៀនពីលោកតរៈចិត្តទៅនៅក្នុងយ៉ាក្រាមនោះលោកដាក់ឲ្យថាមានវិរតិ3នៅក្នុងនឹងឬក៏អរិយមគ្គអង្គ8មាននៅក្នុងមគ្គចិត្តផលចិត្តប៉ុន្តែពេលកើតក្នុងផលចិត្តគេមិនហៅថាអរិយមគ្គទេព្រោះអីវាអត់ធ្វើកិច្ចផាកិលេសអញ្ចឹងណាយល់នៅចាគេហៅថាផលចិត្តហ្នឹងហើយផលចិត្តធម្មតាចេតសិកក្នុងនឹងវាហៅថាចេតសិកអីធម្មតាដូចគេឯងអញ្ចឹងទៅអញ្ចឹងណាបាទយល់នៅចាកន្លែងហ្នឹងវាបហាកិលេសយ៉ាងម៉េចទៅលោកគ្រូបានវាកើតទាំង3បហាកិលេសអីមិនខ្លះទៅដែលហៅថាអរិយមគ្គវាកើតហ្នឹងហើយដោយសារកម្លាំងវាត្រូវកើតព្រមគ្នាអានឹងជាចិត្តនិយមហៅថាធម្មនិយមនឹងលោកតរៈចិត្តហ្នឹងគឺត្រូវតែកើតព្រមគ្នាអញ្ចឹងណាចាំបានទេបងបាទលោកគ្រូហ្នឹងហើយវាពាក់ព័ន្ធនឹងអន្ត្រីពលៈហ្នឹងហើយវាពាក់ព័ន្ធនឹងវិបស្សនាអីសមមករឿយៗហ្នឹងបាទលោកបញ្ជាក់ឲ្យតើថាហេតុអីបាននៅក្នុងមហាកុសលលោកយៈកុសលมันអាចកើតព្រមគ្នាទាំង3បានព្រោះអារម្មណ៍ផ្សេងគ្នាហ្នឹងចេតនាការវាចាហ្នឹងមួយវាចាមិច្ឆា
វាចាមួយវាចាអីគេមិច្ឆាកមន្តៈមួយវាចាមិច្ឆាជីវៈមិនចឹងណាត្រូវទេ ចា៎ បាទលោកគ្រូ ហើយដល់ពេលនៅក្នុងមគ្គហ្នឹងតាមពិតគណៈនោះគណៈនោះមិនមែនធ្វើកិច្ចវាចាអីទៀតទេអញ្ចឹងណាគ្រាន់តែវាផ្ដុំគ្នាកន្លែងហ្នឹងដឹងទៅពៀននឹងហើយអត់មានចេតនាទៅលះអកុសលលះអីគេមិច្ឆាវាចាមិច្ឆាកមន្តៈមិច្ឆាទេគ្រាន់ថានៅពេលដែលមគ្គកើតហ្នឹងហើយមុនហ្នឹងក៏មិនបានទៅប្រុងធ្វើអាក្រក់អីដែរយល់នៅមហាកុសលនាំមុខនោះវិបស្សនាញាណហ្នឹងហើយនាំមុខនោះសិតតែកុសលល្អមានកម្លាំងខ្លាំងទៅរហូតដល់ឃើញត្រៃលក្ខឃើញអីនោះមានបានទៅប្រុងលួចប្រុងកុហកណាណីមិនចឹងណា ចា៎ ហ្នឹងហើយសិតតែកុសលហ្នឹងនាំមុខហ្នឹងបរិកម្មឧបចារៈអនុលោមអីនោះបាទកោតពូអីនោះហ្នឹងហើយតែវាកើតឡើងហ្នឹងហើយវាអញ្ចេះវាលះឧទាហរណ៍ថាបើវាកើតឡើងគឺវាផ្ដាច់អត់ឲ្យមានការកុហកគេទៀតទេអញ្ចឹងអត់ឲ្យមានការសម្លាប់គេទៀតទេអត់ឲ្យទៅផឹកស្វឹងទៀតទេអត់ឲ្យទៅប្រឹកខុសទេផ្ដាស់ក្នុងការមេទៀតទេអញ្ចឹងយល់ទេហ្នឹងហើយ ដោយសា នឹង រ ក្នុងន័យហ្នឹងមគ្គយល់ទេ មគ្គកើតឡើងមកភ្លាម ព្រោះអីគណៈមគ្គកើតហ្នឹងមានអកុសលកើតណាមិនអញ្ចឹងត្រូវទេ បាទលោកគ្រូ ចា៎ មុននឹងតិចក៏អត់មានអកុសលកើតដែរមិនអញ្ចឹងទេត្រូវទេ ចា អញ្ចឹងសំណួរសួរថាវាទៅលះគេសួរថាមគ្គចិត្តលះកុសលបច្ចុប្បន្នអតីតឬក៏អនាគតអញ្ចឹងឆ្លើយថាលះអតីតក៏មិនត្រូវបច្ចុប្បន្នក៏មិនត្រូវអនាគតក៏មិនត្រូវព្រោះគណៈនោះមានតែកុសលកើតយល់ទេ ចា៎ ប៉ុន្តែឈ្មោះថាលះព្រោះតែវាកើតហើយវាបហាកិលេសណាបានហើយវាអត់កើតទៀតទេអញ្ចឹងណាហើយសិលក៏លែងដាច់ទៀតដែរហ្នឹងហើយដែលឈ្មោះថាលះហ្នឹងយល់នៅ បាទ ដូចឧទាហរណ៍ថាគណៈសមាវាចាសមាកមន្តៈសមាជីវៈកើតដើរតួជាមគ្គនៅក្នុងអរិយមគ្គក្នុងលោកតរៈមគ្គចិត្តហ្នឹងណានេះឈ្មោះថាលះមិច្ឆាវាចាលះមិច្ឆាជីវៈលះមិច្ឆាកមន្តៈព្រោះអីតែសោតាឡើងទៅលោកលេងសម្លាប់ឲ្យមិនចឹងត្រូវទេ ចា៎ បាទលោកគ្រូ ហ្នឹងហើយលេងកុហកហើយលេងចិញ្ចឹមជីវិតខុសទៀតហើយយល់ទេឃើញទេអស់ចាហ៎ ចឹងលោកគ្រូ ហ្នឹងហើយដែលឈ្មោះថាលះហ្នឹងអញ្ចឹងណា ឈានតែចិត្តបានតែឲ្យស្ងប់ទេលោកគ្រូមិនឈានហ្នឹងកើតមកលះឲ្យលោកគ្រូណោះ ហ្នឹងហើយវាគ្រាន់តែសង្កត់ នីវរណធម៌ ដោយវឹកខំបណ្ដាប់អាហារអញ្ចឹងណាដល់ពេលអស់ឈានហ្នឹងទៅវាអកុសលវាកើតវិញធម្មតាទឹកថេអីលះអត់ដាច់ទេអញ្ចឹងបច្ចេកឆាក៏លះអត់ដាច់ដែរយល់នៅ ចា ថៃនិមិត្តធៈតោសៈអីលះអត់ដាច់ជាសមុជឆេតទេតែមកកាមាវិចរៈវិញអាចកើតធម្មតាអញ្ចឹងយល់ទេ ចា នៅទេវទត្តហ្នឹងបានលោកយៈឈាននៅប្រើរិទ្ធប្រើអីនឹងប្រើរិទ្ធឬក៏ប្រែកាឡាទៅជាមានអាសេរពឹសមានអីមានកុមារធ្វើជាកុមារមានអាសេរពឹសលើក្បាលដោយអំណាចឈានលោកយៈតែចុងក្រោយកើតទោសៈកើតចិត្តចំណែនចង់សម្លាប់ព្រះអង្គចង់ធ្វើបាបព្រះអង្គអញ្ចឹងទៅក៏អស់ឈាននោះទៅធម្មតាវិញទៅអញ្ចឹងណាឃើញទេវាទៀងអញ្ចឹងហ៎យល់ទេប៉ុន្តែអង្ការបានឈានក៏សង្កត់ដែរសង្កត់ទោសៈសង្កត់កាមរាគៈអីដែរអញ្ចឹងណាយល់នៅ ចាលោកគ្រូ នៅស្ងៀមអ៊ំសេះកុំតមកទៀតតាបញ្ចប់មេរៀនអញ្ចឹងណាបាទអូខេអញ្ចឹងយើងមើលន័យទី15អបមញ្ញាចេតសិក2គឺករណានិងមុទិតាចេតសិកកើតក្នុងចិត្ត28គឺមហាកុសលចិត្ត8មហាកិរិយាចិត្ត8រូបាវចរៈចិត្ត12វាបញ្ញមឈាន1អញ្ចឹងមើលសេចក្តីបញ្យល់ថាអបមញ្ញាចេតសិក2នេះគេជាអាចារ្យពោលថាកើតក្នុងចិត្ត20គឺមហាកុសលសោមនស្ស4មហាកិរិយាសោមនស្ស4រូបាវចរៈសោមនស្សចិត្ត12មិនកើតក្នុងមហាកុសលនិងមហាកិរិយាដែលជាពេខាទេអាហ្នឹងគេជាអាចារ្យអញ្ចឹងណាហ្នឹងហើយគេជាអាចារ្យហ្នឹងអ្នករៀនសូត្រអីគ្រាន់បើដែរប៉ុន្តែហ្នឹងហើយដូចជាតាមព្រះអនុរុទ្ធេចារ្យហ្នឹងហើយសភៅព្រះអនុរុទ្ធេចារ្យលោកបានថាកើតតែ20ទេគឺ
អាចកើតក្នុងមហាកុសលមហាកិរិយាប្រកបដោយឧបេក្ខាក៏បានដែរអញ្ចឹងណាយល់ទេ ចា ហ្នឹងហើយមិនមែនឲ្យតែករណានឹងមុទិតានឹងត្រូវតែសមម្នោះក៏អត់ដែរហ្នឹងហើយពេលខ្លះយើងឃើញគេអាណិតប៉ុន្តែស្មើចិត្តនឹងមានទេមានមិនចឹងដែរ ចា នឹងឲ្យមុទិតាត្រេកអរកូនដំបងឃើញកូនបានជោគបានជ័យបានសម្រេចរៀនបកកែរៀនចេះអីត្រេកអរហ៎ ចា ត្រេកអរដំបងសមម្នោះយូរទៅជោគជ័យដែរនៅតែសមម្នោះទៀតទេអូនៅតែហ្នឹងហើយហ្នឹងហើយតែត្រេកអរដែលចំណែនកូនហ្នឹងម៉ែឪអត់ទេមែនទេ អត់ចំណែន ប៉ុន្តែយូរទៅវាធម្មតាមិនចឹងណោះត្រូវហ៎ ចាលោកគ្រូ ណាប៉ុន្តែអាហ្នឹងក៏ជាមហាកុសលដែរឬក៏ព្រះអរហន្តấyក៏អាចប្រព្រឹត្តទៅជាកិរិយាឧបេក្ខាវេទនាដែរមិនចឹងណាត្រូវហ៎ ចា អញ្ចឹងណាអញ្ចឹងគេជាអាចារ្យគាត់យល់ថាបានតែសោមនស្សទេអញ្ចឹងនេះខាងក្រោមនេះយល់នៅ ចា គេជិហ្នឹងគេជាអាចារ្យពួកខ្លះយល់នៅណា ចាពុកខ្លះខុសពី អញ្ចឹងយើងកាន់នៃខាងណាកាន់ទៅណាប៉ុន្តែខ្ញុំយកនៃខាងលើណា28យល់នៅ យកតាមព្រះនរុទ្ធាចារ្យ ចាយកតាមព្រះអនុ នេះគាត់នៅលោកពិចារណាអញ្ចឹងណាបាទនៅលោកពិចារណាគិតថាវានេះប៉ុន្តែហេតុអីបានអបមញ្ញានេះมันអាចកើតក្នុងបញ្ញមច្ឆានព្រោះបញ្ញមច្ឆានជាចិត្តបែបម៉េចរូបាវចរៈបញ្ញមច្ឆានហេតុអីឬក៏អរូបាវចរៈបញ្ញមច្ឆានហេតុអីបានមិនមានអបមញ្ញាពីរកើតជាមួយករណានិងមុទិតាកើតជាមួយហេតុអី ដោយសារបញ្ចាមជ្ឈានឹងជាចិត្តឧបេក្ខាលោកគ្រូ ហ្នឹងហើយដោយសារចិត្តនេះវាបង្ងើយអាតួនេះវាស្ងប់បណិតខ្លាំងទៅហើយវាបង្ងើយអំពីសត្វមានសុខមានទុក្ខហ្នឹងយល់ទេ ចា រូបាវចរៈបញ្ញមច្ឆានហ្នឹងកុសលកិរិយាអីហ្នឹងយល់ទេ ចាគេអត់យក គ្រូហៅថាចិត្តនឹងអត់ឃើញសត្វបុគ្គលបានទេ បញ្ញមច្ឆានហ្នឹងក៏នៅតែអាចមានអារម្មណ៍ជាសត្វបុគ្គលមកជាអារម្មណ៍ដែរអញ្ចឹងប៉ុន្តែវានៅក្នុងមេត្តាវិញមេត្តាឈានហ្នឹងណាអូសំទោសមែនទេតត្រមច្ឆតតាឈាន គេយក តត្រមច្ឆតតាឈានហ្នឹងដែលមើលឃើញសត្វលោកប្រព្រឹត្តទៅតាមកម្មក៏ហ្នឹងហើយមានកម្មជារបស់ខ្លួនក៏អាចញឹងបញ្ញមច្ឆានហ្នឹងឲ្យកើតឡើងបានដែរអញ្ចឹងណាហើយ អបមញ្ញាมันមាន4មិនយ៉ាងណាឃើញទេវាមានមេត្តា ករណា មិនយ៉ាងហ្នឹងហើយមេត្តាហើយករណាមិនយ៉ាងណា ចា បាទករណាហើយអីគេមុទិតាមិនយ៉ាងណា មេត្តា ហើយមុទិតាហើយនឹងឧបេក្ខាមិនយ៉ាងណាត្រូវទេ ចាលោកគ្រូ មុទិតាហើយនឹងឧបេក្ខានេះឧបេក្ខាហ្នឹងបញ្ញមច្ឆានអាចកើតយល់ទេ ឧបេក្ខាព្រមវិហារអង្គធរបានដល់តត្រមច្ឆតតាដែលបង្ងើយឬក៏ធ្វើចិត្តនៅកណ្ដាលហ្នឹងណាចំពោះសត្វហ្នឹងណាយល់នៅ ចា ឈាន ឧបេក្ខាព្រមវិហារនោះ ឈាននោះទី អញ្ចឹងប៉ុន្តែ ចេះអាណិតទេលោកគ្រូណា បាទ ឈានទី5ហ្នឹងអត់ចេះអាណិតទេលោកគ្រូ ហ្នឹងហើយក៏នឹងអត់អាណិតអត់ត្រេកអរទេធម្មតាអញ្ចឹងឃើញអាចដឹងដែរគ្រាន់តែថាមិនអាចញៀងបញ្ញមច្ឆានឲ្យកើតបានទេអញ្ចឹងណា ចា ដោយសារចិត្តនេះវាបណិតវាបង្ងើយទៅជាបង្ងើយប៉ុន្តែបង្ងើយក៏នៅមានពាក់ព័ន្ធនឹងនេះដែរប៉ុន្តែបញ្ញមច្ឆានហ្នឹងសំបីតែសម្លឹងកសិនណាបតវ័យកសិនដេកចូលកសិនអីហ្នឹងក៏អាចខ្យល់អីហ្នឹងក៏អាចញៀងបញ្ញមច្ឆានឲ្យកើតដែរយល់ទេ ណាប៉ុន្តែគណៈខ្លះក៏អាចមានឧបេក្ខាព្រមវិហារតត្រមច្ឆតតាដែលសម្លឹងសត្វប្រតិតាមកម្មណាមានកម្មជារបស់ខ្លួនអីយ៉ាងទៅជួបសុខជួបទុក្ខធ្វើម៉េចទេអានឹងមានណាធ្វើឲ្យអីចឹងណាពិចារណា តែ ដោយ និយាយដល់ចិត្តហ្នឹងលោកគ្រូយើងក៏កើតដែរពេលខ្លះយើងថាអើយរឿងរបស់គេតាមកម្មគេទៅយើង អានឹងយើងមិនមែនជាឈានទេតែគេហៅថាកម្មសកតាញាណ ឬក៏កម្មសកតាបញ្ញាអញ្ចឹងណា ចា តែមើលឃើញថា
មានបញ្ញាយល់ថាសត្វលោកប្រព្រឹត្តតាមកម្មធ្វើអីបាននឹងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់អីហ្នឹងណា ចា នឹងគេហៅថាបញ្ញាដែរតែបញ្ញាមិនមែនជាឈានទេបញ្ញាថ្នាក់មហាកុសលយ ហើយ ល់ទេ វាកើតឡើងទូទៅហ្មងយើងអត់ច ហ្នឹង ង់ ហើយអាហ្នឹងវាពាក់ព័ន្ធនឹងតត្រមច្ឆរតាហ្នឹងបញ្ញាដែលកើតជាមួយតត្រមច្ឆរតាអីហ្នឹងយល់នៅ ចាប់បើ បេ ចេះ ខា ចិត្ត បេ លោក ខា គ្រូ ព្រំវិហារអីហ្នឹងយល់នៅ ចាអាហ្នឹងសម្រាប់កើតបញ្ញាដែរតែចិត្តម្ដួងទៀតកើតបញ្ញាអត់លោកគ្រូឧទាហរណ៍ចេះថាតែជួយគេទៅនាំទុកដល់ខ្លួនឯងចឹងអាហ្នឹងចិត្តតែខ្លាចទេលោកគ្រូខ្លាចជួយគេ ខ្ ទៅ លាច នាំ ហ្នឹង ទុ តោ ក សាងបាទតោសាង ចា ជាអកុសលវិញអញ្ចឹងណា ក៏អ បាទ ត់ជួយវិញទៅត្រូវឯលោកគ្រូកន្លែងហ្នឹង បាទ ក៏ ភ័យ មានប ខ្លា ញ្ញា ចនាំគ្រោះនាំភ័យដល់ខ្លួនឯងអីចឹងណាបាទ ចាចា ប៉ុន្តែរឿងខ្លះវាអាចមានហេតុផលផ្សេងអញ្ចឹងណាអាហ្នឹងវាអាស្រ័យលើ មាន ចិត្ត មែ គ ន ណៈនោះយើងគិតមិនអញ្ចឹងណាចាំ ចា បានទេបងស្រី ខ្ញុំច្រឡំថាងបង្ងើយហ្នឹងច្រឡំចូលអាន័យហ្នឹងណាលោកគ្រូនេះបញ្ចមច្ឆាននេះដល់កើត បាទ អបមញ្ញាហ្នឹង តែ កើត តែគេបង្ងើយនេះបើវាពាក់ព័ន្ធនឹងបេខាព្រំវិហារបេខាឈានហ្នឹងបេខាឈានដែលជាបញ្ញមច្ឆានហ្នឹងបង្ងើយហ្នឹងក៏មានសត្វដែរគ្រាន់តែគិតថាសត្វលោកមានកម្មជារបស់ខ្លួនហ្នឹងហើយប្រព្រឹត្តទៅតាមហេតុតាមបច្ច័យអញ្ចឹងណាយល់ទេតាម ចា កម្មតាមអំពើតាមផលដែលវាកម្មត្រូវឲ្យអញ្ចឹងទៅឃើញទេ ចា ឃើញមានបញ្ញត្តិដែរទេបញ្ញមច្ឆានណាពីមុនមកខ្ញុំធ្លាប់គិតថាអូបញ្ញមច្ឆានมันអាចមានសត្វតបញ្ញត្តិមកជាអារម្មណ៍ទេអញ្ចឹងណាដោយសារវាបង្ងើយវាស្ងប់បង្ងើយកន្តើយចំពោះសត្វតែតាមពិតនៅតែអាចមានបញ្ញត្តិមកជាអារម្មណ៍ដែរពាក់ព័ន្ធនឹងសត្វបុគ្គលណាយល់ទេ ចា ប៉ុន្តែវាពាក់ព័ន្ធនឹងឧបេក្ខាព្រំវិហារអញ្ចឹងណាអបមញ្ញាតត្រមច្ឆតតាព្រំវិហារហ្នឹងបាទយល់នៅ ចាលោកគ្រូ ប៉ុន្តែបើមេត្តាករណាមុទិតានេះអាចកើតបានដល់អីគេនេះរូបាវចរៈ12ដួងណាត្រឹមតែចតុតឈានណាយល់នៅ ចាចតុតឈានឈាន នៅ ទី ព្រោះឈានហ្នឹងប្រកបដោយសោមនស្សអញ្ចឹងអារម្មណ៍វាក្រោតក្រៀតអញ្ចឹងណាយល់នៅ ចា អញ្ចឹងពាក់ព័ន្ធនឹងអបមញ្ញានឹងគឺនៃបែបហ្នឹងណាហើយយើងមើលមួយទៀតបញ្ចប់ណាបាទចាំមិនមកចាំស្អែកយើងជ័យនេះទៀតអូខេតាកុំឲ្យគេថាយើងអូកលាមអ៊ំសេះអញ្ចឹងយើងមើលអបមញ្ញាចេតសិក2នេះមិនកើតក្នុងមហាវិបាក8ក្នុងរូបាវចរៈបញ្ញមច្ឆាន3ក្នុងអរូបាវចរៈចិត្ត12និងលោកត្រៈចិត្ត8ឬ40នោះព្រោះមហាវិបាកចិត្ត8នឹងកើតឡើងបានក៏ត្រូវអាស្រ័យកាមារម្មណ៍នេះឃើញទេដែលជាបរមត្តណាឃើញទេឃើញមហាវិបាកដែលយើងរៀនថ្ងៃមុនណាមហាវិបាកធ្វើកិច្ចចុតិបដិសន្ធិពវាំងយើងរៀនពីអីគេកម្មារម្មណ៍ណាអីគេកម្មនិមិត្តារម្មណ៍កតិនិមិត្តារម្មណ៍អីហ្នឹងមហាវិបាកហ្នឹងបើពេលគណៈអីមានពវាំងអីគេធ្វើកិច្ចពវាំងបដិសន្ធិចុតិអីមិនចឹងមានតែបរមត្តជាអារម្មណ៍ទេមិនចឹងណាត្រូវទេ ចាលោកគ្រូត្រូវ ណា តែ អញ្ចឹងមហាអបមញ្ញានេះมันអាចកើតក្នុងមហាវិបាក8បានទេព្រោះអារម្មណ៍របស់មហាវិបាក8ជាកាមារម្មណ៍ហើយហ្នឹងហើយជាអីគេ ជាបរមត្ត ដូចជាបរមត្តទៀតអញ្ចឹងណាហើយដល់ពេលចំណែកអបមញ្ញាចេតសិកមានទុក្ខិតសត្តបញ្ញត្តិសត្វដែលមានទុក្ខមកជាអារម្មណ៍ហើយនឹងសុខិតសត្តបញ្ញត្តិណាសត្វដែលមានសុខមកជាអារម្មណ៍អញ្ចឹងណាឃើញទេ ចា អញ្ចឹងហើយបានមិនកើតនៅក្នុងមហាវិបាក8យល់ហើយណា ចា ណាហើយដែលមិនប្រកបជាមួយនឹងរូបាវចរៈបញ្ញមច្ឆានចិត្ត3ព្រោះរូបាវចរៈបញ្ញមច្ឆានចិត្ត3មានអីគេមច្ឆតសត្តបញ្ញត្តិជាអារម្មណ៍ឃើញទេអីគេមច្ឆតសត្តបញ្ញត្តិនឹងមានន័យថាម៉េច បែបធម្មតាកដាល នៅ ដល់ មច្ឆតៈនេះប្រែថា មាន កណ្ដាល ច
ចា អា កណ្ រ ដា ម្មណ៍កណ្ដាល ហ្នឹងហើយមានន័យថាបង្ើយស្មើស្មើ ចា ហ្នឹងហើយ មានសត្វជាអារម្មណ៍ដែរប៉ុន្តែមានសត្វជាអារម្មណ៍បែបបង្ើយកណ្ដាលអញ្ ហ្នឹង ចឹង ហើយធម្មតាអញ្ចឹង ចា ណា ដល់ខ្ញុំគិតថា មិន ដល់ខ្ញុំ មិន គិតថាសត្វហ្នឹងមានសុខឬក៏មានទុក្ខអីទេ គឺ ហ្នឹង ធ ហើ ម្ម យ តាដោយគិ ហ្នឹ ត ង ថា ហើយក សត្ ដា វ ល មាន មានន័យ ក ថា ម្ម អា ជា រ រ ម្មណ៍ ប ក ស់ ដា ខល ល ួន ឈើអញ្ចឹងណាមែនទេ ចាចាដោយថា ហ្ ស នឹ ត្ ង វ ហើ ហ្នឹង យ មានកម្មជារបស់ ស្ ខ្លួន មើ អញ្ចឹង ស្មើ ត្រូវ ហ្នឹង ត្រូវ ហើយ ប្រ ស្ ព្រឹ មើ ត្ត ស្ តាម មើ កម្ម ហ្នឹងហើយឃើញវាស្មើស្មើប៉ុន្តែអឺឈ្មោះថាមានសត្វជាអារម្មណ៍ឯងខណៈហ្នឹង មានប៉ុន្តែមាន ហ្នឹង តែ ហើយ ស្មាត់ ចាមាន អញ្ចឹង ប៉ុ បើ ន្ មា តែ នអញ្ចឹងជាសត្វហ្នឹងជាមិនជាបញ្ញត្តិជាអារម្មណ៍មិនអញ្ចឹងណាត្រូវទេ ចាចា បាទ ហ្នឹងហើយ ចា អញ្ចឹងអឺមិន គ្រូប៉ុន្តែ វា អា អ រ ត់ ម្ម មាន ណ៍កន្លែងហ្នឹងគឺយើងជឿទៅលើកម្មផលហ្នឹងគ្រូគឺថាសត្វលោកមានកម្មជារបស់ខ្លួនគឺយើងជឿតែប៉ុណ្ ហ្ ណឹ នឹង ង វាបានមកពីកម្មសកតាញាណអីដែលគិតត្រូវពិចារណាត្រូវឬខាងដើមហ្នឹងអញ្ចឹងណាហ្នឹងហើយហើយដល់ពេលគាត់ចម្រើនឈានរហូតដល់ពិចារណានឹងយកអាសត្វបែបហ្នឹងមកជាអារម្មណ៍រឿយទៅស្ងប់ទៅក៏អាចញឹងរូបាវចរបញ្ញមច្ឆានឲ្យកើតនោះយល់ទេ ចា ហ្នឹងអាហ្នឹងវាជាកម្មដ្ឋានមួយរបស់អ្នកចម្រើនឈានហ្នឹងណាយល់នៅ ចាលោកគ្រូ ហ្នឹងហើយបាទអញ្ចឹងបានសម័យខ្លះមានបុគ្គលគិតពិចារណាអញ្ចឹងឯងបានឈានកើតឡើងណាសម័យព្រះអង្គអឺគង់នៅមុនព្រះអង្គអឺត្រាស់ដឹងអីហ្នឹងណាឃើញទេ ចា បាទហ្នឹងហើយ អញ្ចឹងយើងមើលតទៀតណាដែលមិនកើតក្នុងអរូបាវចរៈចិត្តទាំង12ព្រោះអរូបាវចរៈចិត្តទាំងនេះមានអារម្មណ៍ប្រណិតជាងឃើញទេនឹងយើងមើលអារម្មណ៍របស់អរូបាវចរៈចិត្ត12អាកាសានញ្ចាយតនៈមានអាកាសមានទីបំផុតមិនយ៉ាងណា ចា ហ្នឹងវាប្រណិតវាស្ងប់ជាងរូបាវចរៈទៅទៀតអញ្ចឹងណារូបាវចរៈបញ្ញមច្ឆានទៅទៀតអញ្ចឹងណានឹងហ្នឹងហើយមានន័យថាអារម្មណ៍ប្រណិតជាងហើយពេលខ្លះហ្នឹងយើងមើលមានអត្ថិភវៈបញ្ញត្តិឬក៏អកសិណុខេតេមាកាសបញ្ញត្តិអញ្ចឹងណាឬក៏មានអាកាសកាសានញ្ចាយតនៈចិត្តឬក៏អកិញ្ចញ្ញាយតនៈចិត្តនេះមកជាអារម្មណ៍មិនអញ្ចឹងណាត្រូវទេ ចាគ្រូ มันវាបណិតជាងពពួករូបាវចរៈដែលដឹងអារម្មណ៍ជាកាមអារម្មណ៍អីផ្សេងឬក៏ជាបញ្ញត្តិហ្នឹងហើយសំទោសហ្នឹងហើយជាបញ្ញត្តិជាអីជាសត្វជាបុគ្គលអីហ្នឹងអត់បាទហ្នឹងហើយ ប៉ុន្តែអរូបាវាមានបរមត្ត2ហើយបរមត្តត្រូវបរមត្តបញ្ញត្តិ2 ហ្នឹងហើយអារម្មណ៍គឺបើចែកទៅថាមានបញ្ញត្តិអារម្មណ៍ជាបញ្ញត្តិ2ជាអារម្មណ៍ជាបរមត្ត2បាទ ចា អូខេតោះយើងបញ្ចប់ បរមត្តវាយកចិត្តហ្នឹងមក បាទហ្នឹងហើយនឹងមិនកើតក្នុងលោកុត្តរៈ8ឬ40នោះព្រោះលោកុត្តរៈចិត្តមាននិព្វានជាអារម្មណ៍តែម្យ៉ាងឃើញទេមូលហេតុដែលអបមញ្ញាមិនកើតក្នុងលោកុត្តរៈ8ឬ40នោះព្រោះលោកុត្តរៈដោយអេកន្តៈដឹងអីគេដឹងនិព្វាន ជាព្រះ ហើយដល់ពេលអបមញ្ញានេះកើតឡើងក្នុងមហាកុសលក្តីមហាកិរិយាក្តីក្នុងរូបាវចរៈក្តីដឹងអី ដឹងបញ្ញា ដឹងបញ្ញត្តិអញ្ចឹងហើយបានវាមិនកើតនៅក្នុងលោកុត្តរៈ ទេ 8ឬ40យល់ទេ ចា ឃើញមានសេចក្តីបញ្យល់ហ្នឹងហើយឲ្យយើងបាត់ឆ្ងល់បានទេ ចាលោកគ្រូ ហើយសមទេសមតាមសភាវៈទេ សម ហ្នឹងហើយអញ្ចឹងមិនមែនចេះអថាមិនមែនចេះអានេះណា កាលមុន នៅ នៅឆ្ងល់កន្លែងកន្លែងបញ្ចមច្ឆានអត់មានអបមញ្ញាហេតុអីបានគេគិតថាបញ្ញត្តិដែរឆ្ងល់កន្លែងហ្នឹងឥឡូវលោកគ្រូបញ្យល់ហើយជប់យល់ជប់ឆ្ងល់ ហ្នឹងហើយមិនមែនជប់យល់ទេហ៎ ជប់ឆ្ងល់យើងឃើញថាអបមញ្ញាមាន4ទៅចាបញ្ញគាត់ដួងទី5ហ្នឹងអត់មានបញ្ញត្តិអត់មានអបមញ្ញាអញ្ចឹងមិនបានវាបញ្ញត្តិដែរ បាទ ណាឲ្យបងធឿននិយាយខំកុំអីលោកគ្រូខូចចិត្តឈប់យល់ អញ្ចឹងបានយើងធ្លាប់លើពាក្យថាអបមញ្ញាឈាន4ណាហ្នឹង ចា អបមញ្ញាឈាន4ហ្នឹងវា អប ពាក់ ម ព័ន្ធ ញ្ញា នឹង ឈាន4សល់1
នឹងអបមញ្ញក៏អាចសិតតែអាចញៀងឈានឲ្យកើតឡើងបានទាំង4មិនអញ្ចឹងណា ចា ហ្នឹងហើយប៉ុន្តែតត្រមច្ឆរតាហ្នឹងហើយបេខាព្រហ្មវិហារអាចកើតបានតែក្នុងបញ្ញមច្ឆានទេអញ្ចឹងណា ចាចា ប៉ុន្តែបើ3ខាងដើមហ្នឹងហើយកើតបានត្រឹមរូបាវចរៈសោមនស្ស12មិនអញ្ចឹងណាត្រូវទេ ចាចា អញ្ចឹងណាបាទអូខេចាស់បញ្ចប់ម៉ោងម៉ានហើយ មក មិនតាន់ 12 11 នាទីមក12នាទីមក អូខេអញ្ចឹងបញ្ចប់អានេះមួយអានេះស្រួលតែមួយនៃទី16ហើយ 16 ហ្នឹងហើយអញ្ចឹងនៃទី16បញ្ញាចេតសិក1កើតក្នុងចិត្តបាន47ឬក៏79គឺកាមាវចរៈសោបណៈញាណសម្បយុទ្ធ12មហកតៈ27លោកតរៈ8ឬ40ឃើញទេនឹងបញ្ញាសម្បយុទ្ធឬក៏ប្រកបព្រមនឹងកើតរួមជាមួយនឹងចិត្ត47 7ឬក៏79ណានៅក្នុងកាមាវចរៈញាណសម្បយុទ្ធនឹងមហាកុសល8មហាវិបាក8មហាកិរិយា8ត្រូវទេហើយចាប់ពីរូបាឡើងទៅប្រកបដោយបញ្ញាទាំងអស់រូបាវចរៈ15អរូបាវចរៈ12លោកុត្តរ8 40មានបញ្ញាទាំងអស់មិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងចប់សម្បយោគនី16នៃហ្នឹងហើយតែកំសួរតែចេះទេវ័យខ្ញុំមិនចេះទេវ័យមិនអញ្ចឹងណា យកអានេះចង់គ្រូ ចេះបាន លោកគ្រូជម្រាបសួរលោកគ្រូណែដែលថាមហាកុសលញាណសម្បយុទ្ធនឹងបទុជនយើងមានដែរហេតុ3លោកគ្រូមានហ្នឹងឯងមធជនបើអត់មានសម្បយុទ្ធនឹងទេហ្នឹងឯងយល់ធម៌មិនបានហើយបើមិនមានសម្បយុទ្ធទេសម្រាប់មគ្គផលឈានសមាបត្តិមិនបាននឹងដំបងឡើយមកពីឆ្ងល់អាហេតុ3ហ្នឹងណាអលោភៈអទោសៈហើយនឹងបញ្ញាហ្នឹងបទុជនយើងមនុស្សយើងដែលអត់បានចរន្តឈានអីអញ្ចឹងណាវាមានហេតុ3ដែរលោកគ្រូមានបើអត់មានទេសូម្បីតែរៀនធម៌ព្រះក៏មិនយល់ដែរអញ្ចឹងណាចា បទជនមានហេតុ6ណាលោកគ្រូណាបទជនមានហេតុ6សោតាមានហេតុ6សកតិ6អនាគា5វាអតោសៈខ្ញុំស្ដាប់ដូចច្រឡំមិនដឹងថាបទុជនយើងមានហេតុតែ2ទេអលោភៈអទោសៈដោយអត់មានកម្រមានបញ្ញាទើបអសោតាអីហ៎អាហ្នឹងគេនិយាយថាអញ្ចឹងណាបើបទុជនអត់មានថាចេះបាទគាត់ថាបទុជនដែលមិនបានសិក្សារៀនសូត្រអីហ្នឹងណាហ្នឹងហើយដោយច្រើនហ្នឹងកើតបើកើតអកុសលច្រើនអញ្ចឹងណាប៉ុន្តែបើកុសលកើតអ្នកដែលមិនបានរៀនបានស្ដាប់បានសិក្សាធម៌ព្រះបានសន្ទនាសាកច្ឆានមិនបានសេពគប់សពរស់ច្រើនទេសូម្បីតែកុសលកើតក៏ភាគច្រើនហ្នឹងកុសលជាញាណវុបយុទ្ធដែរអញ្ចឹងណាញាណវុបយុទ្ធហ្នឹងគឺប្រឆបញ្ញាប៉ុន្តែមានហេតុ2អញ្ចឹងដូចអ្នកខ្លះឮតែគេធ្វើបុណ្យទៅបានតែកើតស្ដេចចក្របានទៅកើតទេវតាខ្លាចជាអ្នកមានហ្នឹងក៏ធ្វើបុណ្យអីចឹងទៅឃើញទេចាធ្វើទានអញ្ចឹងទៅប្រាថ្នាជាប់ភពនោះណានឹងដោយច្រើនអត់បញ្ញាទេធ្វើបុណ្យអញ្ចឹងណាយល់ទេចាចាហ្នឹងហើយតែបើអ្នកដែលគេយល់វិញស្ដាប់យល់ហ្នឹងហើយមានសទ្ធាជឿកម្មជឿផលជឿការត្រាស់ដឹងរបស់ព្រះអង្គហើយមានគេហៅថាមានតថាគតពោធិសទ្ធាអីហ្នឹងបានមកពីការសេពគប់រៀនត្រូវស្ដាប់ត្រូវហ្នឹងគឺធ្វើបុណ្យធ្វើអីហ្នឹងគឺភាគច្រើនហ្នឹងមិនប្រាថ្នាអីទេសម្លឹងឃើញប្រយោជន៍អញ្ចឹងណាចាហើយគោលដៅក៏មិនមែនចប់ក្នុងភពដែរឃើញប្រយោជន៍ហើយមិនប្រាថ្នាអីច្រើនដែរប៉ុន្តែដឹងថារបស់ហ្នឹងហ្នឹងហើយឧទាហរណ៍ថាធ្វើធម្មទានចែកសភៅចែកអីជាដើមអញ្ចឹងណានឹងចំណាយពេលច្រើនណាចំណាយលុយកាក់ចំណាយកម្លាំងពេលវេលាណាឆ្លៀតរវល់ចង់ងាប់ដែរឆ្លៀតព្រោះអីមកវាឃើញថាកុសលហ្នឹងវាល្អមិនអញ្ចឹងណាចានឹងហើយកុសលហ្នឹងជាបច្ច័យមួយនាំឲ្យរួចផុតចាកទុក្ខហើយធ្វើឲ្យអត់ប្រាថ្នាទេអញ្ចឹងណាហ្នឹងហើយអាហ្នឹងសិតតែមានយោនិសោមានបញ្ញាក្នុងការធ្វើទានណាចាហ្នឹងហើយយល់នៅ
ចាយល់ ហើយ ហើយ អ្នក អរ ធ្វើ គុណ បុណ្យ ច្រើ ប្រ ន កបដោយបញ្ញាហ្នឹងគឺពេលដែលមិនដូចចិត្តមិនដូចម្នងគឺអត់ងាយខូចចិត្តទេដោយសារយល់ហេតុផលហ្នឹងហើយការសំបីតែធ្វើហ្នឹងក៏មិនដែលបានចង់បានការតបស្នងសងគុណអីត្រឡប់មកវិញការអរគុណអីគេដឹងក៏ដឹងទៅមិនដឹងក៏ប្រាស់ទៅមិនចឹងណា ចាចា ហ្នឹងហើយអាហ្នឹងកុសលថ្នាក់ទានថ្នាក់សិលអីហ្នឹងក៏មានដែរថ្នាក់បញ្ញកិរិយាវត្ថុអីចឹងណាយល់ទេ ចាចាយល់ហើយគ្រូអរគុ ណា ណ ងស្ តែ ដាប់ បើ ធម៌ បាន ឥឡូវ រៀ មក ន អ៊ំ ចឹ ចា ង ណា តែ ឯងមកអ៊ំចាណាឯងយល់ថាធម៌នឹងល្អឬក៏អាក្រក់បានមករៀនហ្នឹង យល់ថាល្អហ្នឹងបានមករៀនជាប់ជាមួយលោកគ្រូហ្នឹងណា ហ្នឹងហើយ ដល់ពីមុនកាលមិនទាន់ចូលរៀនវាចេះតែអបច្ច័យទៅវាមិនទាន់រុញហុចទេវាចេះតែចង់បន្តិចមិនចង់បន្តិចដល់ពេលស្ដាប់យូរទៅដូចមិនកើតអត់បានសួរខ្លះអញ្ចឹងទៅវាបានខ្ញុំចូលរៀនជាមួយលោកគ្រូដំបងហ្នឹងណាហ្នឹងអរគុណច្រើនលោកគ្រូខ្ញុំមិនសូវចេះនិយាយផងនឹកឃើញមិនថាអញ្ចឹង ហ្នឹងហើយបើជន់នឹងច្រើនអត់សូវចេះនិយាយ ចុះបើអត់សូវពេលនិយាយដែរលោកគ្រូ អញ្ចឹងនិយាយមកម៉ាត់ឬក៏ប្លែកណាស់តែក៏ប្លែកស្ងួត អត់ចេះកំ pl ែងទេលោកគ្រូបើមេរៀនអីណាបើដូចថាចង់ឆ្ងល់អីអត់ចេះឆ្ងល់ទេប៉ុន្តែដល់ពេលយើងស្ដាប់អាមេរៀននឹងច្រើនដង 2-3 ដងអីមានឆ្ងល់ដែរប៉ុន្តែមានបងប្អូនអីចេះសួរគាត់អីទៅដឹង ចេះទៅ ចាចេះទៅហ្នឹងហើយ តែដោយសារគេសួរគ្នា អញ្ចឹងមិនថាខ្ញុំដូចវាមិនសូវចេះឆ្ងល់អីខ្ញុំឆ្ងល់ខ្លួនខ្ញុំដែរដូចមិនដឹងមិនដូចមិនសូវចេះឆ្ងល់ ប៉ុន្តែមិនមែនយល់ខុសអីទេអាយគាត់ថាឆ្ងល់ក្នុងមេរៀនណា អត់សូវមិនសូវចេះហ្មង បា ដឹង ទ មិន អត់ទេចេះ ឆ្ងល់ តាម ខ្លួន ពិត ឯង គ្រប់គ្នាសិតតែអាចចេះឆ្ងល់ប៉ុន្តែឥឡូវនេះហេតុអីបានចេះឆ្ងល់មិនខុសខ្ញុំពីមុនទេពីមុនកាលខ្ញុំនៅរៀនបានដំបូងតិចតួចមិនដឹងឆ្ងល់ពីអីដែរនឹងអញ្ចឹងណាយល់ទេ ចា វាមិនដឹងឆ្ងល់អីមិនកើតបើយើងអន្ទឹមរៀនអញ្ចឹងណាបាទមិនអញ្ចឹង ចា យើងមើលតែកូនក្មេងចូលរៀនដំបូងគាត់ចេះឆ្ងល់អីហ៎គ្រូដាក់ឲ្យសេឲ្យតាមអានឲ្យគាត់ឲ្យសូត្រមេរៀនពីម្ដងពី2ដង4ពី3ដង5មួយតាមតែគ្រូពេលខ្លះអត់យល់ផងដល់ចាំឲ្យរត់មាត់ដូចសេច មិនអញ្ចឹងណា ចាហ្នឹងហើយ តែដល់ពេលរៀនយូរទៅធំតិចទៅចេះឆ្ងល់ហើយចេះគិតហើយរៀនច្រើនទៅណា ចា មិនអញ្ចឹង ចា អញ្ចឹងនឹងឲ្យកំតាន់តូចចិត្តស្អិតទ្រូងដូចមួយអេស តែ សុំ អត់ អី តូចចិត្តអីទេលោកគ្រូខ្ញុំចាំពាក្យលោក ចឹង គ្រូធំ ចឹង ថា លោក ដែរ គ្រូ ថា ឡើងខឹងហើយឡើង ថា ខាងកូ រៀ ន នឲ្យ សិស្ស ដូច អត់ឆ្ងល់ហើយ រៀ លោក នឲ្យ គ្រូ ដូច អា baby រៀនឲ្យដូច baby នឹងឲ្យដូច អរ baby គុណលោកគ្រូច្រើនដែលលោកគ្រូឡើងខឹងសិស្សអត់ឆ្ងល់ ហ្នឹងហើយ អ៊ំតែពេលខ្ញុំឆ្ងល់ច្រើនហ្នឹងខឹងតែខ្ញុំទៀត អត់ទេ ចាំមកឆ្ងល់រហូតដល់បញ្ចប់មេរៀនបន្តិចប្រហែលដាក់បានម៉ាត់2ម៉ាត់នឹងឲ្យបងសៃលាក់មក ឥឡូវ 3 ឆ្ង 4ម៉ា ល់ ត់ ទៀតហើយលោកគ្រូធ្វើមកឲ្យឆ្ងល់ទៀតហើយនេះ ឆ្ងល់មកអញ្ចឹង អបមញ្ញា2ឯលោកគ្រូពេលខ្ញុំភ្លេចបាត់ហើយពេលដែលរៀនចិត្តសឹកហ្នឹងថាកើតម្ដងបានតែមួយឬក៏កើតករណាផងមេត្តាផងតាណាគ្នាលោកគ្រូ អឺអបមញ្ញាបើប្រព្រឹត្តទៅជាអបមញ្ញាអា4ហ្នឹងបើកើតក៏ម្ដងបានតែមួយតែអបមញ្ញាបើយើងរៀនក្នុងចេតសិកឃើញតែ2ឯងមិនអញ្ចឹងណាករណានុមុទិតាត្រូវទេ ចា ហ្នឹងហើយអាហ្នឹងបើកើតបានម្ដងតែមួយទេអារម្មណ៍ខុសគ្នាយល់ទេ តែវាអត់ងាយកើតទេលោកគ្រូចិត្តសឹកហ្នឹងឯងដោយសារចិត្តខ្ពស់វាចង់អស់បាត់ហើយហ្នឹង ជាពិសេសមានច្រើនចំពោះឪពុកម្ដាយអញ្ចឹងឪពុកម្ដាយចំពោះកូននេះពេលឃើញកូនសំបីតាំងពីកូនកើតមកគឺមានមុទិតាចំពោះកូនអីចឹងមានការស្រឡាញ់ដំបូងគេគឺស្រឡាញ់កូនហ្នឹងមែនទេ ចាព្រមហេតុធម៌ ហ្នឹងហើយព្រមវិហារធម៌ហ្នឹងកើតច្រើនចំពោះឪពុកម្ដាយដែលមានគុណធម៌ហ្នឹងណាបាទហើយឧទាហរណ៍ថាពេលកូនកើតមកលឺយំងាករណាកើតទេ កើតអាណិតណាចង់ធ្វើម៉េចរកបាយគ្រប់យ៉ាងដើម្បីឲ្យកូនហ្នឹងបាត់ពីទុកបាត់ពីការស្រេកឃ្លានការឈឺអីជាដើមអញ្ចឹងណាឃើញទេបើឈឺអីរកថ្នាំរកគ្រូរកអីសពគ្រប់ហើយដើម្បីអីជួយកូនសង្គ្រោះកូនឲ្យរួចផុតពីទុកហ្នឹងទឹកចិត្តម៉ែឪមិនឃើញទេ ចាលោកគ្រូ ណ
ហ្នឹងហើយអញ្ចឹងបានគេថាម៉ែជាព្រះព្រំជាព្រះរស់ជាព្រះអរហន្តរបស់កូនព្រំកន្លែងហ្នឹងមិនមែនព្រំហោះហើរព្រំដើរលើអាកាសទេព្រំហ្នឹងព្រំវិហារចាំបានទេ តែធំឡើងធ្វើបាបម៉ែ កូនអាហ្នឹងកូនគេថាប្រកបដោយកលងអង្កល់ណាកូននឹងអកតញ្ញូហ្នឹងបាទ លោកគ្រូកន្លងកល់វិញ កាត់តែញើកាត់បានទៅឪ ឲ្យប្រកបទៅហើយបង ប៉ះពាល់អ្នកខ្លះ ហើយពេលដែលឧទាហរណ៍ថាស្រាប់តែកូនឈឺកូនអីខ្ញុំយកទៅពេទ្យទៅអីស្រាប់តែកូនមានសុខភាពល្អមានអីឪពុកម្ដាយត្រេកអរហ៎ ចាលោកគ្រូ ហ្នឹងហើយពេលដែលកូនមានលុយមានកាក់មានរ៉ូស៊ីមានបានចម្រុងចម្រើនណាជោគជ័យម៉ែឪចេះចំណែនកូនណា ចាលោកគ្រូ អត់ មាន ទេ ត្រេក អត់ អ ចំណែ រណា កទេ នឹងត្រេកអរខ្លាំងនឹងគេហៅមុទិតាអស់ពីមុទិតាកលោភៈអីចឹងណាករណាហើយពេលខ្លះតែតោសៈអញ្ចឹងវាផ្លាស់ប្ដូរគ្នាឃើញទេ ចា ចា ហ្នឹងហើយតែបើអត់រៀនអត់ដឹងទេណាអញ្ចឹងបានវិបត្តិរបស់ករណាគឺតោសៈក្បែរហ្នឹងណា ចាលោកគ្រូ ហ្នឹងអាណិតដល់ពេលជួយគេមិនបានតោសៈតូចចិត្តអន់ចិត្តណាត្រេកអរសាទរគេណាដល់ពេលវាខុសចិត្តទៅណា ចុះបើ ជ ម៉ែ ប់ ម្ដាយ stop please ចា ពេលដែលនេះណាម៉ែឪស្រឡាញ់កូនណាមែនទេទៅហ៎ ចា គឺមេត្តាហ្នឹងគឺចំពោះកូនច្រើនអញ្ចឹងណាបាទពេលខ្លះសម្ដីអាក្រក់សម្ដីអីហ្នឹងមកពីស្រឡាញ់យល់ទេចង់ឲ្យកូនល្អអីចឹងណាគេអាហ្នឹងវាពាក់ព័ន្ធនឹងគេហៅថាអបេខាព្រំវិហារចង់ឲ្យកូនមានអនាគតល្អអញ្ចឹងណាបដៅមាត់តូចមាត់ធំអីពេលខ្លះហ្នឹងណាឬក៏ឲ្យកូនសិក្សារៀនសូត្រឲ្យចេះដឹងឲ្យមានអនាគតល្អហ្នឹងអបេខាព្រំវិហារមិនមែនអ្នកដតីឯណាគេចេះមកគិតអនាគតយើងជាងម៉ែឪយើងមិនចឹង ចាលោកគ្រូ ដោយសារតែម៉ែឪហ្នឹងមានព្រំវិហារធម៌4ហ្នឹងធម៌ដែលជាជំរកដ៏ត្រជាក់សម្រាប់ខ្លួនគាត់ផងកូនចៅផងឃើញទេចាំបានហើយណា ចា ហ្នឹងហើយតែមានហ្នឹងក៏មិនសម្បូរដែរប្រតិជនយើងទៅ3នេះវាសម្បូរដែរអកតេ ខ្ញុំ ដែរហ្នឹង គិត អញ្ចឹង ដូច ណា លោក បាទ គ្រូដែរអត់សម្បូរទេដោយសារយើងរាល់ថ្ងៃយើងក៏ប៉ាទៀនតែលោកគ្រូកូនអញអីទេមិនសូវកើតទេ អាហ្នឹង ពេល បើ ខ្លះ គិត ហ្នឹង សភាវៈអភិធម្មហ្នឹងហើយវាអញ្ចឹងណាប៉ាទៀនហ្នឹងគាត់ថា ចា ឪពុកម្ដាយដែលច្រើនគាត់តែមានកូនណាកូន1កូន2កូន3ឲ្យតែរៀនឲ្យតែសូត្រណាខ្លួនឯងវេទនាអីសពគ្រប់ព្រោះតែអីព្រោះតែគិតអនាគតកូនគេហៅថាពេកខាព្រំវិហារហ្នឹងណាសបោអញ្ចឹងណាយល់ទេ ទៅបើសុំកូនគេមកចិញ្ចឹមលោកគ្រូដូចគ្នាហ៎កើតដូចឪពុកម្ដាយបង្កើតអត់ អាហ្នឹងអាស្រ័យលើចិត្តបុគ្គលនោះដែរអ្នកខ្លះស្រឡាញ់កូនចិញ្ចឹមជាងកូនបង្កើតក៏មានដែរអញ្ចឹងណា ជាកូនបង្កើត បាទព្រំវិហារយកចិត្តទុកដាក់ព្រោះកូនចិញ្ចឹមភាគច្រើនវាចេះវាចេះដឹងគុណ ប៉ុន្តែមិនមែនអញ្ចឹងទាំងអស់ទេអញ្ចឹងហើយអ្នកដែលយកមកចិញ្ចឹមក៏មិនមែនមានចិត្តអញ្ចឹងទាំងអស់ដែរអញ្ចឹងណាវាអាស្រ័យលើបុគ្គលទេអាហ្នឹងណា ចា បាទ យល់ហើយលោកគ្រូអរគុណ បាទ ច្រើនពី អស់ណាចង់តមាត់អីមិញណាគេ អត់ នេះ ផង មានអ្នកលើកដៃសុំជម្រាបលាណាមើលមានណាលើកដៃជម្រាបលាខ្លះមក1 2 3 មិញខ្ញុំស្មានតែបងលាក់អត់តន់យល់ខ្ញុំចង់បញ្យល់បន្ថែមបន្តិច ជំរាបលាអស់គ្នាណាចាំតែជួបគ្នាទៀត អរគុណច្រើនលោកគ្រូ ជម្រាបលាលោកគ្រូ ចា អរ ជម្រាប គុណ លា លោកគ្រូជម្រាបលា ជម្រាបលាលោកគ្រូ ចា